ชิงซานเลยชิงซานไอ้เติบแต่อายุ88ឆ្នាំសោះសូម្បីតែធំទៅក៏កាន់លែងជាប់ទៅហើយឯងធ្វើយើងអស់សង្ឃឹមពេកហើយលោកដូនតាលោកជាមនុស្សដែលខ្លាចជាទេវតាចៅទូតជាមនុស្សធម្មតាពួកយើងគួរតែទៅជួបអ្នកបម្រើពីអ្នកមកដូនតាខ្ញុំអាយុ76ឆ្នាំទៅហើយតែចាំបាច់ណាស់ចាំបាច់ស្មារឲ្យលោកឡើងចុកអស់ទៅហើយលោកក៏គួរតែអាណិតដល់ចៅលោកនេះផងទៅពួកឯងក្មេងៗជួយការនេះពិតជាយឺតយ៉ាងមែនពួកឯងត្រូវហុងឆឹងតាំងទៀមយូរពេកហើយយើងជួយកំចាត់ភាពជាមនុស្សធម្មតាឲ្យពួកឯងរស់បានប្រហែលឆ្នាំទៀតអូឆាងហឺមិនបានជាឯងនោះដាក់ខោទៀតហើយថ្ងៃនេះឯងនោះខោពីហើយសៀវជិនឯងឆាប់ទៅរយប៉ែឯងទៅសៀវជិនថ្ងៃនេះជាថ្ងៃអាយុ800ឆ្នាំរបស់លោកដូនតាឯណាក៏ដូនដែលឯងត្រៀមទុកនោះឯចាដូនតានេះជាកូនស្រីគ្រូសាស៊ូជីងមេនាងជាស្រីស្អាតជាងគេលើលោកអាយុ20ឆ្នាំហើយហ្នឹងនាងពិតជាស្រស់ស្អាតមែនទែនសៀវជិននេះជាចៅណាមួយរបស់ឯងទៅរៀបការហ៎លោកដូនតានេះជាមង្គលការដែលពួកយើងជាចៅប្រមាណអ្នកនេះរៀបឲ្យលោកដូនតាមកដឹងសយនាងខាងនោះគ្រូសាស៊ូពួកយើងបាននិយាយរួចហើយពេលនេះចាំតែលោកដូនតាចុះពីលើភ្នំទៅការប្រពន្ធនេះឯងមិនមែនមកបង្ករឿងទេហ៎គ្រូរត់ផ្ទះចុះមកមុនពេលហើយបើយើងមិនចុះពីភ្នំកិច្ចគ្រូទេបើសិនជាត្រូវរត់ផ្ទះបាញ់នោះការតាំងសិលជាង800ឆ្នាំរបស់យើងនឹងរលាយអស់ហើយយើងព្រមជាមួយពួកឯងចុះពីលើភ្នំទៅការប្រពន្ធអត់ជាល្អណាស់ដូនតាព្រមចុះពីលើភ្នំហើយអីចាក្រោកឡើងមកបានហើយឈប់ជួនដំណើរទៅលោកដូនតាខ្ញុំបានកាត់សម្បត្តិយន្តហោះឲ្យលោកដូនតាទៅក្រុងអ៊ីនឈឹងហើយវាហោះនៅម៉ោង9ពេកចុះពីយន្តហោះហើយនោះមានកូនចៅគ្រួសារយើងទៅទទួលលោកដូនតាហើយណាសម្បត្តិយន្តហោះលោកដូនតានេះលោកខានចុះពីលើភ្នំរាប់រយឆ្នាំហើយមែនដែលលោកមិនដែលបានជិះយន្តហោះទីមែនទេគឺជារបស់ដែលហោះលើមេឃពណ៌សមានស្លាប់ពីរហើយមែនហើយអូធំដែលហោះទៅលើមេឃសម្លេងវូលើមេឃនោះយើងហ្នឹងហើយយើងទៅសិនហើយណាអូហើយគឺពិតជាល្អខ្លាំងណាស់លោកដូនតាព្រមចុះពីលើភ្នំហើយដៃមួយខ្ញុំតម៉ាសារាល់ថ្ងៃចុករួយដៃសឹងស្លាប់ទៅហើយប៉ាឆាប់ទេទៅកូនចៅគ្រួសារយេទៅកុំឲ្យជាទៅយឺតពេលកុំឲ្យលោកដូនតាចាំយូរណាអូចាបាននាយកយេថ្ងៃនេះក្រុមហ៊ុនមានអ្នកនាងទៅសញ្ញាកិច្ចសន្យាណាមកនាយកចាំមកអ្នកនាងទៅរោងចក្រយេស៊ីដល់ផ្ទាល់ហើយគេនាយកចង់សួរកំណត់អ្នកនាងអាឡូលោកដូនតាចុះពីលើភ្នំហើយពួកឯងឆាប់ទៅទទួលគាត់ទៅលោកដូនតាចុះពីលើភ្នំហើយអីចាប់បានខ្ញុំទម្លាក់ការងារចាស់ទាំងអស់ទៅទទួលលោកដូនតាមកជីងឆឹងរាល់ការរកស៊ីរបស់គ្រូសាយាទាំងអស់សុទ្ធតែលោកដូនតាជាអ្នកបង្កើតឡើងមកទីគាត់ខាតចង់មកថាមនុស្សយូរហើយឯងណាត្រូវតែមើលថែគាត់ឲ្យបានល្អលឺទីអីខ្ញុំនឹងមើលថែគាត់ឲ្យបានល្អអូហូខ្ពស់បាក់គេវិញនេះជាយន្តហោះដែលឈិងសាននិយាយនោះហ៎នេះមានអារម្មណ៍ថាហោះយឺតជាងយើងទៅទៀតណាស់ហើយចុះក៏ចាត់ទុកថានេះជាទឹកចិត្តសៀវជិនទៅចុះបងអូននេះគេបាក់យ៉ាងម៉េចទៅមនុស្សឈ្គោមកស្រីនេះជាអ្នកធម្មតាទៅបានចៅឲ្យបងរួចការងារចោលទាំងអស់នោះឲ្យបងមកទទួលគេដល់ផ្ទាល់នោះឯងចាំតែបន្តិចទេនេះគឺលោកដូនតានេះលោកដូនតាគាត់នឹងទៅរៀបការជាមួយកូនស្រីគ្រូសាស៊ូជីងម៉ៃលោកយាយបានផ្ញើជើងយន្តហោះរបស់គាត់ឲ្យពួកយើងហើយថាម៉េចនេះពីល្បីតគ្នារបស់គ្រួសារយើងនោះគឺពិតមែនលោកដូនតាពិតជានៅរស់មែនណាកុំមកលើពីសូម្បីតែលោកយាយក៏ជាកូនចៅចំណងក្រោយរបស់លោកដូនតាដែរគ្រួសារយើងអាចឈរជើងខាងតបខាងនយោបាយខាងចំនួនបានភាពជោគជ័យរបស់គ្រួសារពួកយើងគឺមកពីលោកដូនតានេះហើយលោកដូនតាមករៀបការលើកនេះបើសិនជាបានការណែនាំពីគាត់នោះពួកយើងប្រកាសជាអាចអាយុវែងដូចគាត់បានដែរទេគ្រាន់តែមិនដឹងថាលោកដូនតាពួកយើងមានមុខមាត់បែបណាទេលោកយាយគ្រាន់តែផ្ញើជើងយន្តហោះគាត់ឲ្យយើងមិនបានផ្ញើរូបថតគាត់ឲ្យពួកយើងមើលទេហើយយ៉ាបងស្រីដូនតាគាត់រស់ឆ្នាំយ៉ាងនេះទៅហើយគាត់មិនមែនជាមនុស្សធម្មតាទេពួកយើងគ្រាន់តែមើលភ្លឹកតែម្ដងណាណែស្រីស្អាតហាខ្ញុំឃើញមុខនាងស្អាតដូចជាគូស្វានឹងប្រកាសជាមានគ្រូអីមិនខានទេខ្ញុំនេះណាគឺជាគ្រូទេវតាចាយលុយតែ200យួនទេគឺអាចរកដោះគ្រោះឲ្យនាងបានហើយលោកស្គូទេណែនាងតូចនេះវិតជាមិនដឹងល្អអាក្រក់មែនយើងជាអ្នកស្នងតំណែងទី28យើងមិននឹងអាចជាអ្នកបោកនោះពីអ្នកនោះគេស្លៀកពាក់ស្អាតបាទមើលមកមិនមែនជាមនុស្សធម្មតាទេដឹងតែជាអ្នកមានឆុងជាមួយយើងគ្រាន់តែមិនដឹងថាភាពមានបាននោះមិនបានជាគិតមិនចេញចឹងសាក់ទៅមើលសិនអ្នកតាពីនេះនៅចាំមនុស្សនៅទីនេះលោកដូនតាលោកដូនតាពួកយើងជាកូនចៅគ្រួសារយើងពួកយើងទទួលបញ្ជាពីលោកយាយមកទទួលលោកដូនតាឈីស៊ីនឯងកុំច្រឡំមនុស្សហ្នឹង
បងស្រីមិនអាចច្រឡំនោះទេអ្នកជាយន្តហោះជើងនោះបានចេញមកអស់ហើយអ្នកអាយុក្មេងជាងគេគឺជាលោកដូនតាហើយច្រឡំមនុស្សពីអ្នកនេះមើលមកមិនមែនជាអ្នកក្រទេមិនចឹងយើងក៏មិនដោយតាមនោះតិចចុះយើងជាដូនតាពួកឯងណាលោកយាយឯងក៏ចឹងដែរយើងបាននិយាយឲ្យថាត្រូវដាក់ខ្លួនគឺជាលោកតាមែនលោកដូនតាគ្រួសារពួកយើងបានត្រៀមកម្មវិធីស្វាគមន៍លោករួចហើយថាកម្មវិធីចុះពាក្យជាមួយគ្រួសារសួរស្អែកនេះក៏បានត្រៀមឲ្យដូនតាហើយដែរល្អមានទឹកចិត្តហើយអញ្ជើញសៀវជៀនយើងហោះនោះគ្មានល្អអីបន្តិចទេយើងគ្រាន់តែមកបងអុយសោះវាក៏ស្រូបយើងចេញមកក្រៅទៅបាត់ហើយសំណាងហើយដែលយើងចេះក្បាច់គុណខ្សែហោះនោះអ្នកនាងបានឃើញហើយគ្រួសារយាទៅតែទទួលទៅនោះគឺជាដូនតាគ្រួសារយាហើយមិនដឹងថាលោកម្ចាស់គិតអីទេមកចោលអ្នកនាងឬក៏ជាមួយតាចិត្តចង់មកជួបទៅវិញសូជីងក៏មិននិយាយប្រដេប្រដាអីគ្រួសារយានៅខាងតបខាងនយោបាយខាងចំនួនក៏ដូចជាទេវតាអញ្ចឹងដឹងតែប្រកាសបែបនេះគេគ្រាន់តែកន្លះដៃទិញក៏អាចដំខ្លាញ់គ្រួសារសួររបស់ពួកយើងបានដែរយើងឈឺមានជំងឺច្រើននៅសាពេលមិនច្រើនទីក៏ចាត់ទុកថាបំពេញឲ្យស្លាប់ទៅនោះក៏អាចជួយគ្រួសារសួរទៅចឹងប្រពន្ធសម្លាញ់លោកនិយាយអីអ្នកណាគេជាប្រពន្ធលោកមាត់ដូចផ្លែប៉េះចិញ្ចើមកោងស្អាតមុខវិញដូចពងមុនបោះអញ្ចឹងទុនហើយរលងទៀតស្អាតជាងក្នុងរូបទៅទៀតណោះលោកបជាច្រពពេកហើយគ្រាន់តែរាងកាយនេះខ្សោយបន្តិចយកឆ្នាំនេះលើកវាទៅចង់ខ្ញុំឲ្យនាងលៀងភាពជាមនុស្សឲ្យនាងដឹងតែជាហើយអីអ្នកនាងម្នាក់នេះមិនដឹងថាជាអ្នកណាទេមិនអាចទៅលេបឆ្នាំវាប្រដេប្រដាទេមិនដូចជានាងចេះដឹងស្អីទៅហាមុនតែលោកឲ្យខ្ញុំលេបអីសោះជីងខ្ញុំមានអារម្មណ៍ថាក្តៅនេះក្តៅគឺត្រូវហើយមកទៅជាមួយខ្ញុំមកបាត់ដៃដាក់ចូលគ្នាបេះដូងទៅទេស្អាតបង្ហើមនឹងដូចទឹកលាងអារម្មណ៍ចេញមនុស្សដែរទីអ្នកនេះខ្ញុំត្រូវគេចាប់ខ្លួនហើយនៅកណ្ដាលថ្ងៃចាប់បើចាប់ខ្លួនគេផងគឺពិតជាបើហឺនពេកហើយទូជាងម៉េចវាមិនជាតែហ៊ានចាប់ស្រីសាជាងគេនៅលើលោកផងពួកលោកចាប់ជួយអ្នកនេះខ្ញុំផងទីចុះទៅយ៉ាអូយដូចជាទៅមកទីចឹងមកកាយមួយចឹងបិសាចគឺជាវេទវត្តបិសាចល្បាក់ទៅអញរត់សិនហើយមាននៅជាមួយទេនេះកណ្ដាលថ្ងៃត្រឹមអញបាច់ជាហ៊ានចាប់អ្នកនេះយើងផងអញជ្រុកពេកហើយលោកម្ចាស់អ្នកនេះត្រូវគេចាប់ខ្លួនហើយសូមលោកចាំមកទីនេះមកលោកម្ចាស់គឺវានោះជាអ្នកចាប់ខ្លួនអ្នកនាងវានៅហ៊ានមកបន្លំប៉ះអ្នកនាងទៀតហ៊ានប៉ះមនុស្សគ្រួសារស៊ូយើងផងឆាប់សម្រាប់វាចោលទៅមកមើលតាមអើយលោកម្ចាស់វាចាំជាបិសាចទៅហៅជើងខ្លាំងទាំង4ប្រចាំក្រុមឈឹងមកឈឹងឡងបាយហូសៀនអ៊ូចូលឈីលោកចាស់ចូលតែជាអ្នកខ្លាំងប៉ុណ្ណាទៅបានជួយឲ្យពួកយើងទាំង4បង្ហាញខ្លួនមកជាមួយគ្នានោះអ្នកខ្លាំងទាំង4អ្នកបិសាចនោះវាទៅចាប់កូនស្រីខ្ញុំស៊ូឈឹងមិនកូនចាស់ខ្ញុំទាំងអស់គ្មានអ្នកណាអាចចូលទៅបានទេគ្រាន់តែអាចប្រែខ្លួនបានសោះចាំបាច់លោកខាងពួកយើងមកដែរយើងតែម្នាក់គឺគ្រប់ហើយអើយតែហោះជាចាឆ្នាំនេះអាចត្រូវអូនអាំងឯងនោះក៏ជាការមិនចេញមែនសូម្បីតែអត់នោះក៏ជាការមិនបានផងវាមិនបានធម្មតាចឹងឯងចូលទៅជាមួយគ្នាទៅយោមានអារម្មណ៍យ៉ាងម៉េចដែរកាត់ឡើងមកវាជាបាញ់សាច់អីទៅមិនបានជាអ្នកខ្លាំងទាំង4ចូលជាមួយគ្នាហើយបែរជាមិនឈ្នះវានេះជាអ្នកខ្លាំងយ៉ាងម៉េចទៅមើលទៅទោះជាទេវតាមកក៏ដោយក៏មិនអាចឈ្នះវាដែរពួកក្មេងអាចខ្មាំងអស់នេះពួកឯងចេះក្បាច់គុណបន្តិចក៏ហ៊ានចេញមកខ្លាំងផងលើកនេះពួកឯងមានរបួសដល់ក្នុងពួកឯងអាចរកបាន4-5ឆ្នាំទៀតបាននឹងមិនឆាប់ទៅទៀតទៅ
ទោះជាឯងចេះវិជាគុណបីសាច់ហើយវាយ៉ាងម៉េចពេលនេះឈឹងមិនជាមួយគូដណ្ដឹងដូនតាគ្រួសារយាទៅខ្លាំងជាមួយគ្រួសារយាឯងខ្លាំងប៉ុណ្ណាទៅនៅក្មេងទេកុំខ្លាំងពេកបើតាមឋានៈនោះយើងត្រូវហៅឯងថាប៉ាក្មេងទៀតតែឯងវាអាយុបានស្មើសៀវយានផងពិតជាចង្រៃមែនបើឯងប្រហែលចឹងហើយពេលនេះយើងនឹងទៅឲ្យមនុស្សគ្រួសារយាឲ្យគេមកចាត់ការភ្លាមលោកប៉ាកុំរំអីគ្រាន់បានធ្វើឲ្យខ្ញុំទីឈឹងម៉ាយ៉ាមិនបានជាឯងទៅជួយដោះសារឲ្យគេចឹងឯងត្រូវឯងជាគូដណ្ដឹងរបស់ដូនតាគ្រួសារយាគេណាជាអ្នកដែលអាចក្លាប់ផែនដីនេះបានណាលោកប៉ាគេបានជួយខ្ញុំជំងឺរបស់ខ្ញុំពេលនេះគឺបានជាហើយឈឹងមិនក៏ជាហើយបើសិនជាគ្រួសារយើងគេដាក់មកគេប្រកាសជាសប្បាយចិត្តណាស់ថាមិនត្រូវគេអាចថែមបណ្ណាការថែមទៀតផងមានលុយដូចមានគ្រប់យ៉ាងធ្វើជាមនុស្សស្រីរបស់យើងនឹងមិនឲ្យនាងលំបាកទេយើងមិនខ្វល់ថាឯងជាអ្នកណាទេឯងបានជួយកូនស្រីយើងគ្រួសារសួរយើងជំពាក់គុណរបស់ឯងមែនតែបើឯងមានគំនិតអីផ្សេងយើងនឹងទៅសម្រាប់ឯងមុនគេហើយទៅចាំជួបគ្នានៅកម្មវិធីភ្ជាប់ពាក្យណាលោកកុំតែកម្មវិធីភ្ជាប់ពាក្យសិនហ្នឹងគ្រួសារយានឹងមិនដល់លេលោកទីឡើងឡានទៅមុខមាត់ស្អាតដូចទេពអប្សរមានទឹកចិត្តល្អសំធ្វើជាប្រពន្ធយើងមែនអីចូលហើយសៀជាណាប្រពន្ធដែលអញរកឲ្យយើងនោះពិតជាគ្រាន់បានមែនចូលលោកដូនតាចូលចិត្តគឺល្អហើយខ្ញុំនឹងប្រាប់កូនចៅគ្រួសារយាយើងឲ្យរៀបចំកម្មវិធីមង្គលការឲ្យលោកដូនតាអ៊ូអរតែម្ដងល្អពួកឯងសុទ្ធតែជាកូនចៅល្អរបស់ដូនតាមែនលោកដូនតាពេលដែលលោកនៅលើភ្នំនោះកូនចៅគ្រួសារយាបានពង្រឹងការរកស៊ីមានគ្រប់ផ្នែកទាំងអស់នៅពោពេញពិភពលោកនេះតាន់ពេលលោកដូនតាទៅរៀបការនេះឲ្យពួកគេមកអបអរពិធីមង្គលការលោកដូនតាណានេះម្ដងល្អយើងនឹងចាំមើលថាមនុស្សគ្រួសារយាយើងពេលនេះអញបាត់ហើយពួកយើងតាក់ទងតែកូនចៅយើងរៀងខ្លួនឲ្យពួកគេធ្វើពិធីឲ្យលោកដូនតាឲ្យអ៊ូអរណានេះម្ដងសូមរាយការណ៍ស្អីអង្គនេះជាមួយពួកសៀនវាបានផឹកពីចាញ់ចាំឲ្យរបស់មានอะไรពួកគេគឺដៅសៀននៅទីនេះហើយដៅសៀហ្វងដែលនេះវាបានសម្រាប់មនុស្សអស់ជាច្រើនអ្នកមានគំនុំខ្លាំងណាស់មានតែលោកដូនតាយើងទើបអាចកម្ចាត់គំនុំឈាមលើដើមនេះបានស្ដេចឡងលោកមកចាំបានតែមកថាស្អែកនេះគឺជាខែភ្ជាប់ពាក្យរបស់លោកដូនតាភ្ជាប់ពាក្យហើយត្រៀមកដោធំឲ្យយើងមកទៅក្រុងអ៊ីនឆឹងថាម៉េចដូនតាយើងគាត់ចិត្តរៀបការហើយខ្ញុំដឹងហើយលោកដូនតាចិត្តរៀបការហើយរឿងល្អលោកដូនតាគឺជាដូនតាដែលមានអាយុវិញមិនចាស់នៅក្មេងរហូតដល់លោកគេអាយុតែនិយាយនោះឯងមែនហើយកាលពីមុនយើងមានសំណាងបានជួបលោកដូនតាមឡងពេលនោះមុខមាត់គាត់គឺដូចជាមនុស្សប្រុសអាយុ20ឆ្នាំតិចតួចទេនោះគឺជាទេវតាច្បាស់ណាស់ត្រៀមយន្តហោះទៅក្រុងអ៊ីនឆឹងបាទលោកមួយនេះឆ្ងាញ់ណាស់បាត់មកជាលោកសាស្ត្រតែមកទីនេះលោកឆាប់ទៅទេកុំឲ្យគ្រួសារជាបានឃើញលោកនេះនឹងនិយាយហ្នឹងថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យរបស់ពួកយើងបើខ្ញុំមិនមកនឹងទៅភ្ជាប់ពាក្យជាមួយអ្នកណាទៅលោកបានជួយជីវិតខ្ញុំគូតែអេកាជាមួយលោកប៉ុន្តែដូនតាគ្រួសារយាគេពេញចិត្តជាមួយខ្ញុំមកខ្ញុំរំសាយមកកកើតនោះទាំងលោកទាំងខ្ញុំទាំងគ្រួសារស៊ូសត្វតែគ្រោះទាំងអស់លោកក៏មិនรู้អីចាំខ្ញុំនាំលោកចេញទៅខាងក្រែងវាអាចដាច់ទេខ្ញុំគឺជាដូនតាគ្រួសារយាមកដល់ហើយលោកមកទេលោកហើយជាដូនតាគ្រួសារយានោះពួកខ្ញុំមិនអាចមានរឿងជាមួយពួកគេបានទេលោកឆាប់ទៅទេនឹងនិយាយថាគេជាដូនតាគ្រួសារយាសូមគោរពដូនតាគ្រួសារយាល្អក្រោកឡើងមកក្រងសូមលោកដូនតាអង្គុយទៅសូមលោកដូនតាអង្គុយទៅហើយយកកណ្ដុំខែបងអរគុណហើយណាអូយគូយើងអរគុណហើយចាំធំហ្នឹងមកជាហេតុបង្ករឿងនៅកម្មវិធីដូនតាគ្រួសារយើងផងនាងគូតែជាចៅស្រីរបស់សៀវជៀនហើយមែនទេអញ្ចឹងនាងគឺជាត្រាស់នាងគឺជាចៅទូតរបស់យើងអ្នកណាគេជាចៅឯងនោះអញឆាប់ចាក់ចេញពីកៅអីភ្លាមទេតែនាងយីគឺពិតជាសុំតបផងគេជាមិត្តរបស់ខ្ញុំគេគ្មានចេតនាទេគឺពិតជាស្រីស្អាតណាស់កុំខ្លាចអីអូនសំឡាញ់ថ្ងៃក្រោយនាងគឺជាយាយទូតពួកអញហើយលុតជង្គង់គ្រប់នាងទៅសំឡងលោកខ្ញុំនិយាយទេនេះគ្រួសារស៊ូលោកមានចេតនាបង្ករឿងជាមួយគ្រួសារយាយើងហ្នឹងមកចំណងអាចង្រៃនោះមកបង្ករឿងទៅវិញអ្នកនាងយារឿងនេះមិនអាចបន្ទោសឈិងមិនបានទេគឺអាបិសាចនោះវាមកតោងទៀមឈិងមិនទេណាហ៊ានមកប្រមាថដូនតាយើងផងហ៎ឯងហ៊ានមកប្រហិនជាមួយដូនតាផងមើលលើឯងជាចៅយើងមិនប្រកាន់ជាមួយឯងទេយើងនឹងចាក់ឯងមកហើយចាក់មកស្រីវាជាបិសាចសូខាយិនលោកយល់អគូតាបកលការបកស្រាយមួយឲ្យជិញតើឋាននេះបានន័យថាម៉េចទេអ្នកនេះយិនម្នាក់នេះវាទៅតោងទៀមឈិងមិនរហូតគឺវាមកស្រាយតែម្ខាងទៀតគ្មានអីពាក់ព័ន្ធជាមួយគ្រួសារស៊ូយើងទេ
ជាងម៉េចឯងនៅមកធ្វើមកទីនេះទៀតអ្នកនឹងយីគឺបច្ចុប្បន្នតនឹងមករបស់ខ្ញុំគេខូក៏បានសើល្អទីគឺសំទៅផាំងអ្នកគូតែទៅសំទោសដូនតាទីជាងឆឹងពួកយើងសុទ្ធតែជាគ្រួសារតែមួយការយល់ច្រឡំតិចតួចនេះក៏ណាស់ហើយចោះចាបាននាងជាឈិងម៉េចពិតជាស្អាតមែនអូយអើយលោកស្អីនឹងវាចង់កេងចំណេញយើងមនុស្សស្រីរបស់យើងមិនអាចឲ្យអាណាមកប៉ះបានទេមនុស្សស្រីរបស់ឯងថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យរបស់យើងជាមួយនឹងនាងស៊ូនៅក្រុងឥណ្ឌាមានអាណាដែលថាមិនដឹងមិនលឺនោះឯងនិយាយថាឯងគឺជាដូនតាអាយុ800ឆ្នាំរបស់គ្រួសារយើងនោះគឺមកកាត់ជាយើងហើយបើឯងជាដូនតារបស់គ្រួសារយើងនោះអញ្ចឹងយើងជាណាមិនដឹងថាឯងជាឆ្កែរលួយមកពីណានោះយកស្អីទៅឯងជាចៅរបស់យើងឯងនិយាយស្រួលបួនតិចទៅមិនយ៉ាងអាចមកឆ្លើយយ៉ាងនេះជាមួយដូនតាឯងនោះដូនតាម៉ែឯងអីអូយទៀតឯងជាដូនតាគ្រួសារយើងនេះហើយពិតជាគួរអាសម្ដៅណាស់យើងបានពោពីទេវតាមានអាយុ10000ឆ្នាំហើយអាក្មេងកាលពីម្សិលមួយថ្ងៃដូចជាឯងនេះអាណាគេដែលមើលមិនដឹងថាឯងនោះគឺខ្លាចនោះលោកនិយាយត្រូវណាស់តាមពិតខ្ញុំគឺមើលលើរឿងជាងម៉េចនោះខ្ញុំចង់អរគុណគេតែពេលនេះមើលទៅពួកវាជាពួកថោកទៀតដែលដាក់បោកគេទេខ្ញុំធំអានិយាយថាជាដូនតាគ្រួសារយើងអ្នកនៅទីនេះមានអាណាគេជឿឯងដែរទីអញ្ចឹងពួកឯងទៅបញ្ជាក់យ៉ាងម៉េចបានដឹងថាវាជាមនុស្សពិតនោះចាំបាច់ទៅពិនិត្យដែរគ្រាន់តែមើលមកក៏ដឹងថាអ្នកណាជាពិតអ្នកណាខ្លាចទៅហើយមែនហើយលោកដូនតាពិតជានិយាយត្រូវណាស់នេះទៅបញ្ជាក់អីគ្រាន់តែមើលក៏ដឹងដែរឯងមិនចាំបាច់រំស្ជប់បាយបោកជើងទីឯងគឺខ្លាចទីពួកឯងឆាប់អត់ក៏វាចេញភ្លាមទីចប់សិនយើងមានវិធីអាចបញ្ជាក់បានមកជាដូនមួយមិនជាបងមកអញ្ចឹងគ្រប់យ៉ាងរបស់គ្រួសារយើងគឺលោកដូនតាគាត់ជាអ្នកមកកាត់មកថ្ងៃនេះជាថ្ងៃមង្គលរបស់លោកដូនតាមិនដឹងអាចយើងមិនមកណាម្នាក់នោះបន្លំខ្លួនជាដូនតាគ្រួសារយើងវាមកបកករឿងនៅកម្មវិធីដូនតាអាចឯងនេះពិតជាគ្រាន់បើមែននៅក្មេងសោះតែបែរជាដល់កម្រិតកំពូលទៅហើយឯងដឹងថាគាត់ជានរណាដែរទេគាត់ជាស្ដេចឡុងដែលក្មេងជាងគេនៅប្រទេសយើងនេះទេវតាសង្គ្រាមដែលទៅការពារទិសទាំង4សុទ្ធតែជាកូនចៅបងច្រឡំមួយយើងទាំងអស់ចាត់ការអាយចង្រៃឯងនេះងាយដូចជាបកចេញអញ្ចឹងលោកដូនតាយើងជាអ្នកមានឋានៈធំជាងគេនៅគ្រួសារយើងគាត់ជាដូនតាដែលអស់ចាជាងគេដែរអ្នកណាហ៊ានមកបន្លំខ្លួននោះអ្នកពាក់ព័ន្ធជាមួយវានឹងត្រូវយកទៅដាក់គុកចោលរស់ចាញ់ងាប់នឹងមិនអាចកាត់ជាថ្មីបានគុកស្លាប់រស់វាគឺជាគុកដែលគួរឲ្យខ្លាចជាងគេលើលោកនេះគ្មានអ្នកណាដឹងថាគុកនោះនៅឯណាទេមិនដែលមានអ្នកណារស់ចេញពីទីនោះដែរបើសិនមានអ្នកណាចេញមកទទួលស្គាល់នោះយើងអាចទុកសាកសពទាំងមូលឲ្យវាបានគេនោះមានមុខមាត់ក្មេងមើលមកគ្មានចេះអីទេវាគឺជាមនុស្សធម្មតាទេយើងជាអ្នកចេះវិជាគុណយើងប្រកាសជាខ្លាំងជាងវាហើយស្ដេចនេះលោកមកលើកខ្ញុំជ្រាបការចុះកុំសាយិនោះលោកអាចមានក្តីមេត្តាឲ្យគេផងបានទេឈិម៉ៃបាត់មកទៅរឿងនេះមិនឯងអាចលោកមាត់បានទេអូនសំឡាញ់កុំរំអីបងមិនបានកុហកអូនទេអ្នកទាំងពីរដល់ពេលនេះហើយនៅមិនទទួលស្គាល់ទៀតអាចៅអញមកនិយាយអីហ្នឹងយើងចាស់ជាងឯងច្រើនណាស់យើងមិនប្រកាន់ជាមួយឯងទេអាចចោលផ្លោកត្រកឯងដឹងថាឯងទៅបង្ករឿងធំប៉ុណ្ណាដែរទេគាត់ចៅយើងមិនទាន់ថាឯងនោះឯងឆាប់លុតជង្គង់សុំទោសគេព្រាមទៅបងច្រឡំមួយលោកដូនតាគាត់មិនអាចជាមនុស្សក្មេងចឹងទេបងក៏មិនអាម្នាក់នោះបោកបានណាលោកដូនតាគាត់មានកម្លាំងជាតិអស្ចារ្យខាងចូលពីលើព្រំយូរហើយក្រៅពីចាស់ទុំប្រមាណអ្នកនោះហើយគ្មានអ្នកណាដែលឃើញគាត់ទេតែយើងមានវិធីមួយអាចបញ្ជាក់ថាអ្នកណាជាលោកដូនតាពិតប្រាកដនេះជាដៅស្ដេចឈាមត្រកុលសៀកវាបានទៅសម្រាប់មនុស្សច្រើនណាស់វាមានកម្លាំងគំនុំខ្លាំងណាស់បើសិនជាមនុស្សធម្មតាទៅដល់វានោះនឹងត្រូវខ្លាចជាមនុស្សលាប់សតិលេងដឹងអីពេលនេះដែលឈាមនោះវានៅទីនេះហើយសូម្បីតែយើងក៏មិនអាចដកវាបានដែរដឹងហើយទោះបីជាពួកយើងមិនអាចជួបលោកដូនតាមែនប៉ុន្តែលោកដូនតាមានកម្លាំងធឹកខ្លាំងណាស់គាត់មិនមែនជាមនុស្សធម្មតាទេមែនហើយមានតែលោកដូនតាយើងទើបអាចដកវាចេញបានហើយកុំចាត់គំនុំឈាមលើដើមនេះបានគ្រាន់តែជាមួយអាគមមនុស្សសោះយើងគេដាក់នៅលើភ្នំយើងពូកែខាងនេះស្រាប់ទៅហើយបើសិនជាមនុស្សធម្មតាទៅប៉ះដៅនេះគេនឹងខ្លាចជាមនុស្សលាប់សតិបើធ្ងន់នោះនឹងត្រូវវាបិទឈាមទាំងអស់ឡើងទៅខាងសួរលោកដូនតាលោកប្រកាសជាអាចដកដាននេះចេញខាងទេសូមឲ្យកូនចៅបានឃើញពីសមត្ថភាពលោកដូនតាផងមិនខុសទេចាំមើលលើយើងណាយោនេះជាវិជាកំចាត់អាគមខ្មៅសម្ងាត់ពីបាសានអាខ្លះនោះបានឃើញហើយនៅនេះទៅជាសមត្ថភាពពិតដូនតាយើងមិនដែលអាចមកសៀតខ្លាំងខ្លះក៏ហ៊ានបន្លំគ្រួសារយើងបាននោះទេបែរនេះវាមានកម្លាំងខ្លាំងអាយន្តពីព្រំម៉ៅសានវាមិនអាចគ្រប់គ្រងបានទេដើចេញមកយោលោកដូនតាកម្លាំងដៃឈាមនេះវាខ្លាំងយ៉ាងនេះទោះជាដូនតាក៏អាចត្រឹមតែដកវាចេញបានតែតិចតួចមកត្រង់មួយបងឃើញហើយនៅលោកដូនពិតជាគាត់មែនគាត់អាចដកដៅបានមែនហើយអាចធ្វើដល់ប៉ុណ្ណេះវាលំបាកណាស់ទៅហើយគួរឲ្យស្ដាយឯងនៅតែត្រូវដៅនោះឡងទៅវិញដល់ដៅឯងកុំមកនិយាយប្រេះប្រាស់ដៅនេះពិតជាមានមុនអាគមខ្មៅខ្លាំងណាស់បើសិនជាឯងទៅប៉ះដៅនោះឯងប្រកាសជាខ្លាចជាទឹកឈាមមិនខាននោះទេមិនខុសទេកម្លាំងដៃឈាមវាខ្លាំងយើងដឹងច្បាស់ណាស់លោកដូនតាគាត់បានដកវាចេញដើម្បីបញ្ជាក់ទៅហើយតែឯងវិញមិនបានជាឯងមិនទៅដកវាទៅលោកអាចស្លាប់បាននេះលោកមិនធ្វើជាខ្លាំងអីកុំបារម្ភអីវាគ្រាន់តែចដៅមួយទេបើជាឯងក្អាងមែនដែលនេះមានកម្លាំងខ្លាំងណាស់សំបីតែបងជាដូនមួយយើងក៏មិនអាចទៅប៉ះបានអាចចំមកសៀតដូចជាឯងនេះបែរជាគិតចង់អូដល់បានមែនពិតជារំខានមែនបើសិនជាកម្លាំងក្នុងដៅនេះវាផ្ទុះមកអ្នកនៅទីនេះទាំងអស់គ្នានឹងត្រូវប៉ះពាល់មិនខានទេ
ហើយពិតជាអាចដកវាចេញបានមែន มันអាចទេมันអាចទេហើយมันអាចដកវាចេញបានទេបាត់ជាគោអស់សំណោណាកម្លាំងលើដៅនេះវាត្រូវយើងកំចាត់អស់ទៅហើយពេលនេះមនុស្សធម្មតាណាក៏វាអាចដកចេញមកបានដែរហើយយើងដកចេញហើយយើងក៏អាចដកចេញបានដែរអូ លោកដុំតានិយាយមិនខុសទេដៅនេះត្រូវបានកម្ចាត់កម្លាំងមិនល្អអស់ហើយមែន វិនសៀនក៏អាចដកដៅបានដែរកម្លាំងលើដៅនេះត្រូវយើងកំចាត់អស់ទៅហើយពេលនេះសំបីតែក្មេងអាយុ3ឆ្នាំក៏វាអាចដកចេញមកបានដែរពួកឯងមានអីមកភ្ញាក់ផ្អើលទៅនៅទីនេះទាំងអស់សុទ្ធតែបានឃើញគឺយន្តរបស់ដូនតាយើងជាអ្នកកំចាត់នោះទេដើម្បីកំចាត់កម្លាំងធាតុនោះយើងត្រូវដៅនោះឡើងមកវិញវាគ្រាន់តែមកសម្ដែងទេមកឆ្លៀតឱកាសនោះទេវាសម្ដែងមិនខុសទេពួកយើងសុទ្ធតែបានឃើញថាលោកដូនតាជាអ្នកដកដៅនោះចេញមកកម្លាំងធាតុលើដៅនេះប្រកាសជាត្រូវគាត់កំចាត់ហើយ សង្ស័យលើលោកដូនតាគឺខ្ញុំមិនល្អសូមលោកដូនតាលើកលែងឲ្យផងចឹង រឿងនេះមិនបាត់ទោសពួកឯងទេគឺមកពីវាយកមកសម្ដែងទេ ចាប់ហើយពេលនេះចាប់អស់ហើយ បងចដនមួយពេលនេះពួកយើងដឹងថាជាណាជាលោកដូនតាហើយពេលនេះឆាប់យកអាខ្លាញ់នោះយកទៅដាក់គុកស្លាប់រស់ភ្លាមទៅហើយនិយាយថាឯងគឺជាអ្នកកំចាត់កម្លាំងមិនល្អលើដៅនោះមិនខុសទេគឺជាយើងបើឯងអាចកំចាត់វាបានមែនអញ្ចឹងឯងទៅកំចាត់ម្ដងទៀតទៅល្អហើយគិឈូអើយយ៉ាមិនបានជឿចាប់ទៅវិញកម្លាំងធាតុអាក្រក់លើដៅនេះវាខ្លាំងណាស់វាមិនបានកំចាត់ឯងសិតទេក្រែងវាគឺជាមនុស្សធម្មតាតើលោកដូនតាយើងបែរជាមិនអាចមើលវាសនាគារបានទៅវិញចុះផ្លឹកទៅយើងរស់ឡើង800ឆ្នាំទៅហើយមិនមែនឯងអាចមើលវាសនាយើងបាននោះទេវាជាបិសាចវាទៅប្រើវាជាបិសាចលើយើងឯងមកធ្វើបាបលោកដូនតាយើងនេះឯងគិតថាគ្រួសារយើងគ្មានមនុស្សហ៎អាចល្អកម្លាំងឯងនេះអន់ពេកហើយឯងទៅហាត់200ឆ្នាំទៀតទៅប្រកាសជាខ្លាំងហើយមិនដឹងឯងទៅមកចដនមួយចូលសង្គ្រាមរាប់មិនអស់កំចាត់សត្រូវម្ដាយចាញ់ម្ដងទៀតគាត់បែរជាត្រូវអាម្នាក់នោះ5រៀលដៃមួយវាថយក្រោយទៅវិញ យើងថាហើយអញ្ចឹងតាបានជាឯងហ៊ានមកករឿងនៅកម្មវិធីនោះតាមពិតគឺឯងបានត្រៀមទុកជាមុនអញ្ចឹងសិនជាងខ្លាចទី4នៅទីនេះមកកម្ចាត់វាភ្លាមទេ នឹងយឺបងប្អូនពួកយើង4នាក់មកហើយ ជាងខ្លាចទី4មកហើយឯងគ្រួសារយាខ្ញុំចង់ហៅពួកលោកមកកម្ចាត់វាបន្តិច កម្មវិធីគ្រួសារយាធំយ៉ាងនេះពួកយើងប្រកាសជាត្រូវមកចូលរួមមកមិនដឹងថាអ្នកណាហ៊ានមកបង្ករឿងនៅទីនេះទៅគឺអ្នកណាមកបង្ករឿងនោះឆាប់ចេញព្រមមកយោអាក្មេងតូច4នាក់បានជួបគ្នាទៀតហើយអ្នកនាងយាអ្នកដែលនាងថាវាបង្ករឿងនោះមិនមែនជាវាទេមែនទេ អាម្នាក់នោះមកប្រាប់ជាបិសាចមកបង្ករឿងនៅកន្លែងខ្ញុំគ្រួសារយាខ្ញុំព្រមយកវា60តម្លឹងសូមចេញខ្លាចទី4តែចាក់កាវាផាប់ អ្នក ទេ ខ្លាចទាំង4ពួកលោកនរណាម្នាក់ក៏ខ្លាចជាខ្ញុំដែរពេលនេះឯងរត់មិនរួចទេអ្នកទាំង4សុំចាត់ការទៅអាក្មេងតូចទាំង4ចាត់ការទៅអាយអូយអ្នកនាងយាថ្ងៃនេះខ្ញុំរឿងជឿពួកខ្លាចថាមិនអាចព្រមជាមួយសំណាអ្នកនាងបានទេ អញ្ចឹងលោក តែខ្ញុំក៏លើកទី2ខ្ញុំត្រូវទូ4សិនហើយ អត់ជើងខ្ញុំក៏ជឿដែរ ណែលោកទៅអាកូនចៅកតញ្ញូពួកឯងនេះមិនដឹងថាតាយាយប៉ាម៉ាឯងទៅបង្កើតកូនចៅដូចជាពួកឯងមកយ៉ាង ថ្ងៃ ម៉េចទេ នេះមកពីជាងខ្លាចទី4គេមិនស្រួលខ្លួនហើយនេះបានឲ្យឱកាសឯងរកបាននោះ ជាងម៉េចឯងបានឃើញហើយអាបិសាចនោះសំបីតែគ្រូសាយាក៏វាហ៊ានវេដែរឯងត្រូវតែឈប់ទៅពាក់ព័ន្ធជាមួយវាភ្លាមទៅ មិនថាយ៉ាងណាទេតែក៏ជាអ្នកមានគុណជួយជីវិតខ្ញុំដែរ យើងជប់លេងជាមួយក្មេងពួកឯងទៀតហើយយើងពេញចិត្តជាមួយលោកយាយលូតពួកឯងណាខាងស្អែកគឺជាថ្ងៃល្អមង្គលការក៏រៀបនៅថ្ងៃស្អែកនេះទៅយើងទៅជាដូនតាគ្រូសាយានោះអ្នកដែលត្រូវរៀបការជាមួយអ្នកដែលស៊ូគឺជាយើងទេនេះឯងចង់ដកដៅទៀតហ៎ មកទុកមកជាឯងចេះវិជាបិសាចក៏ដោយក៏កូនចៅគ្រួសារយាយើងមកទទួលស្គាល់ឯងជាដូនតាយើងឯង បានហើយគ្រួសារយើងរួមដៃគ្នាមានកូនចៅពេញពិភពលោកបើឯងខ្លាំងនោះឯងទៅសម្រាប់ពួកយើងឲ្យអស់ទៅចាស់ទុំគ្រួសារយាយឲ្យឆឹងមកដល់ហើយឯងមកបង្ខំឲ្យដូនតាយើងទៅសម្រាប់កូនចៅខ្លួនឯងពួកឯងទៅជាបកឬមែន អ្នកនាងស្ដេចលោកយាយហើយឆឹងលើកថាត្រូវសម្បត្តិគេម្នាក់ឯងគឺអាចស្មាត់ត្រូវសម្បត្តិមហាសេដ្ឋីលើលោកនេះពីលេខ1ដល់លេខ100ទៅហើយគ្រួសារយាយពិតជាមានអំណាចពីមែនសូម្បីតែយាយហើយឆឹងក៏ជាកូនចៅគ្រួសារយាយដែរលោកតាហើយឆឹងទីបំផុតលោកតាមកហើយកូនចៅគ្រួសារយាយទាំងអស់មានតែលោកតាទៀតដែលធ្លាប់បានឃើញលោកដូនតានោះពេលនេះលោកឆាប់បកក្រាត់មុខវាទិញ បើប្រាស់ពេលនេះឯងឆាប់រត់ជង្គង់សំទោសមនុស្សគ្រួសារយើងគ្រប់គ្នាភ្លាមទៅហើយខ្វេះភ្នែកឯងចេញអស់ប្រហែលជាពួកយើងអាចទប់ផ្លូវឲ្យឯងរស់បាទហ៎នេះមុខឯងជាហើយឯងមិនស្វាន់មុននេះឯងថាម៉េចលោកតាហើយឆឹងមុននេះវាបន្លប់ខ្លួនជាលោកដូនតាហើយមកករឿងនៅកម្មវិធីជាប់ពាក្យទៀតឲ្យវារត់ជង្គង់សពទៅគេឯងនិយាយម្ដងទៀតទៅលោកតាក៏ត្រូវអំពើវាដែរគឺវាតែបន្លប់ខ្លួនជាលោកដូនតាទេឯងនៅនិយាយទៀតអូយលោកតាវាខ្ញុំធ្វើឲ្យទៅ trời ơi anhយករបស់មកច្រើនយ៉ាងនេះឯងមានចិត្តហើយយើងចាំឯងហើយឯងជាអ្នកណាយើងជាដល់តាគ្រូសាយើងនោះអីហើយមិនតែជួបយើងគឺជារឿងធម្មតាទេល្អតាកញ្ចាក់ឯងបែរជាហ៊ានបោកគ្រូសាយើងផងមែន
កូនចៅចង្រៃឯងនេះបានជាទៀតវាយើងផងលោកតាមិនបានជាលោកតាទៅវាលោកតាអញ្ចឹងពួកអាចចំសៀតតែទៀតចាំយើងសម្រាប់អាជីពជាមួយពួកឯងលោកប៉ាខ្ញុំនិយាយឆាំងហើខ្ញុំនិយាយឲ្យឆាំងសូមគោរពលោកដូនតាសូមគោរពលោកដូនតាស្ដេចលុយបែរជាទៅគោរពអាបោកប្រាស់នេះទៅវិញក្រោកឡើងមកតាមពិតឯងជាកូនឆាំងហើសោះបើឯងទៅព្យាបាលជំងឺជាមួយយើងប្រហែលឆ្នាំពេលនេះគេអាចក្រោកឈរបានហើយនៅមានឯងទៀតនៅក្មេងទេតែសក់បែរជាសក់អស់ទៅវិញចាំយើងឲ្យតាមតែជាក្មេងឲ្យឯងខ្ញុំសូមអរគុណលោកដូនតាជំនួសប៉ាខ្ញុំផងឆាំងហើគេក៏ជាកូនចៅយើងដែរវាជារឿងតូចតាចទេអ្នកនាងមិនស្មានថាដូនតាគ្រូសាយៈនៅក្មេងចឹងសិនហើយក៏ធ្លាប់បានជួយជីវិតអ្នកនាងទីនវាគឺជានិស្ស័យប្រកាសណាស់លោកតានេះលោកតាច្រឡំមនុស្សទៀតហ្នឹងគេនៅក្មេងយ៉ាងនេះគេមិនដឹងអាចជាដូនតាពួកយើងនោះមុខមាត់លោកដូនតាមិនផ្លាស់ប្ដូរយើងមិនអាចច្រឡំមនុស្សទេតែជាពួកអាចចំមកទៀតឯងទៅវិញទេបែរជាយកអាខ្លាញ់នោះមកទៅវិញនៅមិនឆាប់សុំទោសលោកដូនតាទៀតចាប់ហើយយើងទៅច្រឡំលោកដូនតាហើយលោកដូនតាខ្ញុំខុសហើយលោកដូនតាពួកយើងដឹងខុសហើយលោកដូនតាលើកលែងពួកយើងផងបានហើយពួកឯងសុទ្ធតែជាក្មេងៗយើងមិនបន្ទោសពួកឯងនោះទេណាអរគុណលោកដូនតាអាចុំមកទៀតឯងបែរជាបន្លំចិត្តដូនតាយើងផងយកអូមិនអីទេពួកឯងចាប់វាយកទៅដាក់គុកស្លាប់រស់ទៅមួយជីវិតនេះរហូតមិនឲ្យកាត់ចាប់ចិត្តបានទេឆោភ្លាមពួកឯងហ៊ានទៅចាប់ខ្លួនគេយកទៅដាក់គុកតាមចិត្តរបស់ខ្លួនឯងនេះពួកឯងគិតថាពួកឯងមានអំណាចពីមេឃទេតែចាស់គ្រូសាយាពួកវាចង់ចាប់លោកខុំគ្រូសាទូយើងនឹងជួយឯងគ្រូសាទូដូចជាប្រហែលឯងហ៊ានមកបង្ករឿងនៅកម្មវិធីដូនតាយើងឯងចង់ងាប់ហើយជាកាំងជាឯងបែរជាចេះក្បាច់គុណជាកាំងជាវិញជាកាំងជាគឺជាអ្វីអីនេះសម្រាប់តែបងក៏មិនចេះដែរគូវាដែរជាវាជាក្បាច់មួយដែលបាត់បង់យូរហើយអ្នកជាវិជាគុណនោះមានស្បែកស្ពាន់បាញ់មិនធ្លុះបងមិនមែនជាដែរគូវាទេពីពេលនេះតទៅគ្រូសាជាឯងឡើងជាតួឯងលើលោកនេះទៀតហើយអ្នកដែលគ្រូសាជាឯងនឹងការពារចំណែកអ្នកដែលគ្រូសាជាឯងចង់រៀបការជាមួយនោះក៏គ្រូសាទូយើងនឹងយកឲ្យបានដែរឯងលោកម្ចាស់សូមនេះគឺជាបណ្ដាការគ្រូសាទូខ្ញុំសូមលោកមើលទៅយើងមិនទទួលបណ្ដាការឯងទេឯងទៅបណ្ដារបស់ស៊ូជីមិនយើងមានតែម្នាក់ទេយើងមិនកាច់ជួយឯងទេពួកឯងគិតថាពួកឯងទៅតាមគ្រូសាជាបានគឺមានក្នុងមួយឯងហើយមែនទេយើងប្រាប់ពួកឯងឲ្យដឹងគ្រូសាទូយើងនឹងទៅជំនួសគ្រូសាជាបានតែម្ដងគ្រូសាទូយើងទូសានឈុនវាត្រូវច្រៃជាមួយឯងមើលទៅអាដូនតាឯងនេះក៏មិនចេះនិយាយណាឯងបាច់ជាស្គាល់ឈ្មោះដូនតាយើងផងលោកដូនតាលោកយាយទូតគ្រូសាទូក៏ជាកូនស្រីលោកដែរគ្រូសាទូក៏មានឈាមពាក់កណ្ដាលរបស់គ្រូសាយាដែរនេះលោកដូនតាចង់មើលគ្រូសាទូពួកយើងរលាយអញ្ចឹងបានហើយមើលលើពួកឯងជាកូនចៅកូនស្រីយើងរបស់នេះឯងយកទៅវាអាចជួយឲ្យកូនចៅឯងមានក្បាច់ពូកែខ្លាំងរឹងមាំអរគុណលោកដូនតាហើយតាមពិតជាចៅរលួយយើងសោះសុទ្ធតែជាគ្រួសារតែមួយទេឈប់ឆ្លោះជាមួយគ្នាឯងទៅអាណាជាគ្រួសារតែមួយជាមួយឯងនោះគ្រួសារទូយើងនឹងឡើងទៅចំនួនតំណែងគ្រួសារយើងឯងបន្តិចម្ដងឯងបានជាហ៊ានប្រហែលជាមួយលោកដូនតាផងអត់ទេយើងមិនបានទៅឆ្លើយជាមួយលោកដូនតាទេយើងគ្រាន់តែជន់គ្រួសារយើងឯងឲ្យថាត់ក្រោមបាត់ជើងរបស់យើងមិនអាចខ្មាំងដូចឯងនេះក៏ប៉ិនខ្លាំងពេកទោះជាឯងចេះក្បាច់គុណជាងកាំងជាក៏ដោយក៏ឯងមិនមែនជាដៃគូលោកដូនតាដែរឲ្យតែលោកដូនតាយើងនៅរស់ឯងកុំគិតថាគ្រួសារទូឯងអាចឡើងតំណែងបានទេសោះអូយពោះជើងមានរឿងអីឡើងទៅអូយពោះរបស់យើងវាជាពឹសសត្វដង្កូវក្នុងពោះទៅវិញសាន់ឈន់អើយសាន់ឈន់យើងឲ្យក្បាច់វិជាដង្កូវនោះឲ្យឯងគឺឲ្យឯងយកទៅការពារខ្លួនទេយើងបានឲ្យគេដាក់ពឹសដង្កូវនៅក្នុងទឹកហើយឲ្យទៅគោះកណ្ដឹងនេះវាក៏ធ្វើឲ្យដង្កូវនៅក្នុងពោះនោះចាប់ផ្ដាំធ្វើទុំជឿចាប់ដោយវេទនាតើនៅមានអ្នកណាចង់ចូលរួមជាមួយគ្រូសាជាទៀតស្ដាប់មើលទៅអ្នកណាទីនេះសុទ្ធតែអ្នកមានលុយមានអំណាចពួកគេសុទ្ធតែត្រូវពឹសទាំងអស់ពេលនេះចាប់ហើយមានលោកដូនតានឹងមិនអាចមានរឿងអីទេគ្រូបងបានមកដល់ហើយកម្លាំងធិបបងប៉ាអូនមកហើយពួកយើងត្រូវទៅផ្សំនំនេះទៅអាចជួយប៉ាអូនបានដូនតាគ្រូសាជាពួកឯងនេះពិតជាបានបោកប្រាស់គីមែនពឹសសត្វដង្កូវនោះគ្មានថ្នាំអសាបទេឯងមិនមែនគិតចង់កេរចំណេញលើគេទេឯងហ៊ានមកប្រមាថដូនតាយើងផងយើងនឹងវិញឯងឲ្យងប់
ស្មាងលើឯងក៏ចង់ចេញមុខមាត់ផងឯងស៊ូខាយិនយើងស៊ូអញជាលើកចុងក្រោយតើឯងព្រមទទួលបណ្ដាការយើងឬអត់ឱកាសចុងក្រោយឯងយល់ព្រមឬអត់ពោះរបស់យើងឈប់គោះកណ្ដឹងទៅឯងនិយាយអីក៏យើងព្រមដែរនៅមានពួកឯងទៀតមិនដល់3ថ្ងៃទៀតត្រូវរំសាយការសហការជាមួយគ្រូសាយាឲ្យអស់បើមិនដូច្នេះទេយើងនឹងឲ្យពួកឯងសាកជាមួយភាពជឿចាប់វេទនាជារៀងរាល់ថ្ងៃខ្ញុំនឹងរំសាយការសហការជាមួយគ្រូសាយាទាំងអស់ពេលនេះភ្លាមពួកកណ្ដឹងទៅឲ្យខ្ញុំធ្វើអ្វីក៏ព្រមដែរខ្ញុំប្រាប់ទាំងពួកឯងនេះពួកឯងមិនថាគ្រូសាយាយើងទៅសងសឹកពួកឯងទេយើងបាននិយាយហើយចាប់ពីពេលនេះតទៅគ្រូសាយាស្អីក៏មិនមែនដែររយៈពេល3ថ្ងៃក្រោយយើងនឹងទៅយកប្រពន្ធរបស់ដូនតាឯងឲ្យគ្រូសាឯងបាក់មុខមន់ឲ្យខ្ទេចខ្ទីអស់តែម្ដងឯងឆាប់ទៅលោកដូនតានេះសូម្បីតែលោកក៏គ្មានវិធីដោះពើនឹងកើតនោះដែរអាចមិនសាប់បានអញ្ចឹងសូមលោកដូនតាចេញមកជួយអ្នកដែលត្រូវពឹសហើយទៅកំចាត់គ្រូសាទូចោលទៅតាមពិតគ្រូសាយាជាមួយគ្រូសាទូក៏មានជាប់សាច់ឈាមជាមួយគ្នាដែរថាម៉េចលោកដូនតានិយាយថាម៉េចគ្រូសាយាជាមួយគ្រូសាទូជាប់សាច់ឈាមជាមួយគ្នាដែរអញ្ចឹងកាលពីមុនយើងមានកូនស្រីម្នាក់នាងបានការចូលគ្រូសាទូហើយគ្រូសាទូគឺជាកូនចៅរបស់ចឹងហើយក្បាច់ជាងកាំងជាតិនោះក៏លោកដូនតាជំនះឲ្យទៅពួកគេដែរគ្រូសាទូបានដណ្ដើមកូនចៅគ្រូសាគេបានទៅរកយើងក៏ឲ្យរបស់ការពារខ្លួនខ្លះទៅពួកគេមិននឹកស្វិញនេះវាជារឿងអីទៅកូនស្រីការចេញទៅដូចជាចាស់ទឹកអញ្ចឹងនេះមានរឿងល្អយ៉ាងនេះទៅហើយបែរជាមិនគិតដល់ពួកយើងលោកដូនតានេះលោកដូនតាទៅជួយអ្នកក្រៅទៅវិញជួយស៊ីបងនិយាយជាមួយលោកដូនតាយ៉ាងម៉េចខ្ញុំខុសហើយលែងអូជាតែបងនេះបងជំនះឲ្យគេបងប្រកាសជាមានវិធីបន្សាបហើយមែនទេពេលនោះវាគ្មានថ្នាំបន្សាបទេមានតែប្រើកម្លាំងធាតុទៅកម្ចាត់ជាតិពុលក្នុងឆ្អឹងទេទៅបាយបន្សាបបានតែពេលនេះកម្លាំងធាតុបងកំពុងតែរលាយទៅហើយវាមិនអាចគ្រប់នោះទេណាមកនេះបងនិយាយថារឿងសំដំណេចនោះបងគឺអាចមានកម្លាំងធាតុនោះត្រឡប់មកវិញហើយឯងពេលដែលគ្រូបងផុតទៅកម្លាំងធាតុបងប្រកាសจะមកវិញហើយអូនបានត្រៀមរួចរាល់ហើយបន្តមកទៀតតើគូធ្វើយ៉ាងម៉េចទេបងគិតច្បាស់ហើយណាភាពស្អាតស្អំមនុស្សស្រីគឺសំខាន់ជាងគេណាពេលនេះក៏ជាសម័យស្នេហាសេរីភាពដែរគេមិនព្រមរឿងមង្គលការដែលរៀបចំមកបើសិនចោលស្នេហ៍ក្រៅចង់បោកក្រៅវិញវាអាចទៅទាន់ពេលបងពិតជាមានអាយុ800ឆ្នាំពិតមែនទេនោះគឺប្រកាសហើយ800ឆ្នាំមុនបានចាំបងមិនឆ្លងកាត់សម័យមីងតែហើយទេនេះគឺពិតជាមិនគួរឲ្យជឿពេកហើយអូនិយាយនោះគឺសម័យឆុងប៉ាជានោះហ៎ឆុងប៉ៃឈ្មោះនោះគឺបងជាអ្នកកាយឲ្យគេទៀតផងបងជាអ្នកកាយឲ្យគេក្បួនអក្សរអាវុធក៏អញ្ចឹងដែរហើយនេះប្តីរបស់អូនហើយជាមនុស្សបុរាណដែលរស់តាំងពីសម័យមីងរហូតមកទល់ពេលនេះមិនត្រូវទេពួកបងនៅសម័យកាលនោះគេគួរតែហៅថាលោកប្តីហើយបានចឹងលោកប្តីបងពូកែយ៉ាងនេះអញ្ចឹងនៅសម័យមីងនោះតើវារលាយយ៉ាងម៉េចទេពេលនោះណាបងនៅលើភ្នំសង្ងំហាត់គុណតាំងសិលពេលដែលបងចុះពីលើភ្នំមកនៅក្រោមភ្នំវាក៏បានផ្លាស់ប្ដូរអស់ទៅហើយបងនិយាយថាការតាំងសិលរបស់បងមួយនោះគឺស្មើនឹងមួយសម័យកាលរបស់ប្រវត្តិសាស្ត្រឯងគឺវាប្រែប្រួលឡើងដោយមុនទៅហើយឯងបងចាំបានថាកាលពី200ឆ្នាំមុនពេលដែលបងចុះពីលើភ្នំមកនៅក្រោមភ្នំគេធ្វើកម្មវិធីហាត់អីហើយនៅធ្វើផ្លូវដែកទៀតបងត្រូវឃើញគេជិះដៅហោះហើយត្រូវគេឃើញយាយចាស់នោះក៏ឈប់ធ្វើផ្លូវនោះបាត់ទៅពេលនោះមកបងក៏ចុះពីលើភ្នំទៅយកប្តីយាយចាស់ដែលបងថានោះមិនគឺជាម្ចាស់ស្ត្រីជាសេទេគឺដូចឈ្មោះអញ្ចឹងមែនរឿងកាលពី200ឆ្នាំមុនបងក៏ចាំមិនច្បាស់ដែរយកប្តីបងគឺជាមនុស្សអស្ចារ្យម្នាក់មែនឈិញមីបាច់ជាសំណាងមែនយកប្តីពួកយើងក៏ចាប់ផ្ដើមទេលោកប្តីតើបងយ៉ាងម៉េចហើយមិនបានជាគ្មានប្រសិទ្ធភាពអញ្ចឹងលោកប្តីនេះតែម្ដងគឺវាមិនគ្រប់គ្រាន់ទេឯងមិនមែនទេកម្លាំងបងវាមិនត្រឡប់មកវិញទេហើយវាកាន់តែខ្សោយទៅទៀតមិនចឹងពួកតែប៉ាអូនជាមួយអ្នកផ្សេងត្រូវនោះអូនកុំរំអីទោះជាកម្លាំងធាតុបងមិនបានមកវិញតែបងមិនឲ្យពើរបស់ប៉ាក្មេករើទៀតទេបងទៅរកមនុស្សម្នាក់សិនបងត្រូវតែត្រឡប់មកវិញនេះប្រកាសណាលោកដូនតាគឺខ្ញុំសន្តែស្លាប់គឺខ្ញុំបដៅកូនចៅមិនបានល្អឲ្យវាទៅធ្វើរឿងបែបនេះទៅវិញពេលនេះខ្ញុំនឹងដេញទូលចេញពីគ្រួសារភ្លាមសាន់ឈន់របស់ដែលយើងឲ្យឯងនោះគឺទុកឲ្យឯងការពារខ្លួនទេឯងបែរជាចង់បដួលគ្រួសារយាផងទេលោកដូនតាខ្ញុំមិនបានឲ្យរបស់នោះទៅណាទេប្រកាសជាទូលឲ្យចំសៀតនោះវារួចទៅទេលោកដូនតាខ្ញុំសុំស្បាត់ប្រកាសជាកូនចំសៀតនោះវាទៅធ្វើដល់ខ្លួនឯងទេពួកខ្ញុំមិនបានដឹងរឿងនេះនោះទេណាមិនមកទៅនៅមុខលោកដូនតាឯងគ្មានសិទ្ធមកនិយាយទេពេលនេះខ្ញុំនឹងទៅទូលឲ្យចំសៀតនោះសិនឲ្យវាមកលុតជង្គង់សុំទោសលោកដូនតា
លោកតាយ៉ាងម៉េចនឹង អាតើឯទៅធ្វើអីឯឆាប់បលក្បាលមកវិញព្រមមក លោកតារឿងឆ្នាំពលនោះលោកតាដឹងហើយលោកតាក៏បារម្ភអីមានខ្ញុំនឹងអស់ក្បាលគ្រូសាយានោះទម្លាក់ចោលហើយគ្រូសាជឹងនឹងឡើងឋានៈជំនួសវិញ អាណាឲ្យឯទៅប៉ះគ្រូសា លោកតារឿងនេះលោកតាកំលោកដៃអីខ្ញុំបានជួបជាមួយពួកគ្រូសាយានោះហើយពួកវាសុទ្ធតែជាមនុស្សសម្រាប់ទាំងអស់លោកតារងចាំដំណឹងល្អពីខ្ញុំទេ មើលរឿងដែលកូនចំសៀតឯងវាធ្វើទៅវាហិតបាត់ទូរស័ព្ទយើងផងលោកដុនតាខ្ញុំនឹងក្បាលទូលលេខចេញពីគ្រួសារទូភ្លាមវាជាកំហុសរបស់ខ្ញុំទាំងអស់លោកដុនតាលោកមើលលោកយាយទូលគ្រួសារទូក៏ជាកូនស្រីលោកដែរលោកកុំសម្រាប់គ្រួសារទូទាំងពួកឯងសំលោកទុកជីវិតឲ្យខ្លាប់អស់ទៅបានហើយយើងមិនបានសាហាវដូចជាពួកឯងគិតទេពួកឯងទៅក្រុងយិនឆឹងជាមួយយើងទៅចាត់ការរឿងតិចរឿងនេះក៏ចាត់ទុកថាចាប់ហើយកម្លាំងធិររបស់យើងសូម្បីតែជីដៃហោះក៏មិនអាចធ្វើបានដែរលោកដុនតាមិនបានជាលោកមិនហោះទៅអញ្ចឹងគ្រូយើងនៅមិនទាន់ផុតកម្លាំងយើងវាក៏បាត់បង់ទៅពួកយើងជីសត្វស្លាប់ធំនោះហោះទៅហ៎នេះលោកដុនតាលែងមានកម្លាំងធិរហើយពេលដែលគ្រូយើងផុតទៅកម្លាំងធិរយើងគង់តែវិលមកវិញទេពួកឯងកុំរំអីថ្ងៃនេះជាថ្ងៃមង្គលការមិនបានជាលោកដុនតាគាត់មិនទាន់មកវិញទៀតអញ្ចឹង លោកដុនតាពួកលោកក៏បាក់ផ្សាយទីមកលេងកែចំណេញលើអ្នកនាងយើងហើយក៏បាត់ខ្លួនទៅបាន លោកដុនតាគាត់មិនមែនជាមនុស្សចឹងទេគាត់ធ្វើបែបនេះប្រកាសជាមានហេតុផលគាត់ហើយ ពេលនេះគ្រូសាទូចំណដល់ហើយលោកដុនតាមិននឹងគ្មានអ្នកណាជាដៃគូវាទី ក្រែងគ្រួសារយាជាពួកខ្លាំងខាងជំនួញអាវុធនយោបាយនោះអីអត់មិនបានជាពេលនេះគ្រាន់តែគ្រួសារទូតតែក៏មិនអាចចាត់ការបានអញ្ចឹង លោកប៉ាខ្ញុំជឿថាគាត់ប្រកាសជាត្រឡប់មកវិញមិនខាន គ្រូសាយាថ្ងៃស្លាប់ពួកឯងបានមកដល់ហើយ មានយើងនៅកុំគិតថាអាចនាំអ្នកនឹងសួរទៅបានទេសោះ គ្រូសាយាឯងពេលនេះឡើងជាគ្រូសាយាកាលពីម្សិលមិញហើយយើងប្រាប់ពួកឯងគ្នាគ្រូសាពួកឯងទាំងអស់បានចូលដៃឈរជើងជាមួយខាងយើងអស់ហើយសូម្បីតែស្ដេចលុយគ្រូសាយាឯងក៏លែងមានដែរ ឯងចាំបានន័យថាម៉េច គឺថ្ងៃនេះឯងមកចាប់ភាហ៊ុនរបស់យាយហើយឆឹងគ្រប់គ្នាគេបានដកភាហ៊ុនអស់ហើយមានណានៅពេលនេះឡើងជាមហាសេដ្ឋីពិភពលោកទៀតហើយពេលនេះថាមិនត្រូវគេដកភាហ៊ុនអស់ហើយ ទូលៃឯងធ្វើបាបគេជ្រុលពេកហើយយើមកច្រើនមួយ យើងមានរបស់ពូកែដែលដូនតាយើងឲ្យយើងពួកឯងមិនអាចឈ្នះយើងបានទេ ទូលេងគ្រូសាយាជាមួយគ្រូសាទូជាសាច់ឈាមនឹងគ្នានេះអាចចាំបាច់ត្រូវធ្វើអញ្ចឹងដែរ នេះមិនមែនចង់និយាយថាដូនតាគ្រូសាយានេះគឺជាដូនតាគ្រូសាទូយើងដែរទេនេះនិយាយតែប៉ុណ្ណាដូនតាគ្រូសាយើងគឺមានត្រកូលទូពួកឯងគឺត្រកូលយាគ្រូសាយាអើយគ្រូសាយាពួកឯងនេះខ្លាចគ្រូសាឯងដួលរលំស្អីក៏ពួកឯងហ៊ាននិយាយចេញមកដែរ នេះគឺពិតមែនណាគ្រួសារទូឯងគឺជាកូនស្រីលោកដុនតាគ្រួសារពួកឯងគឺជាមិនសិនឯងគិតវាយើង វាយឯងនឹងហើយគ្រូសាឯងមកតាមគ្រូសាយើងពួកឯងឆាប់នាំគ្នាឲ្យក្បាលគ្រប់យើងហើយម្នាក់នោះក៏ហៅយើងថាលោកតាទៅ ទូលេងឯងក៏ជាកូនចៅលោកដុនតាដូចគ្នាដែរតែមិនខ្លាចលោកដុនតាខំទេ វាខំយ៉ាងម៉េចយើងឆោតនៅតាមនេះហើយឯណាវានោះឲ្យវាខំមកចុះយើងថាណាវាខ្លាចឡើងរឿងក្បាលដូចដើរហើយពេលនេះមិនដឹងថាវាទៅពូននៅគុំស្មើឯណាទេ យេអូជីពេលនេះបងណៃណាទេ ហើយយ៉ាលោកដុនតាឡានខូចហើយម៉ាស៊ីនឡានវាមានបញ្ហាហើយពេលយើងទៅដល់នោះលោកយាយពួកឯងប្រកាសជាត្រូវពួកវាចាត់ទៅឲ្យលោកដុនតាកុំភ័យអីពេលដែលពួកយើងទៅដល់បញ្ហាទាំងអស់គឺអាចដោះស្រាយបានហើយបើសិនជាទូលៃវាធ្វើរឿងអីជ្រុលមុខខ្ញុំមិនដេញក្បាលវាពីគ្រួសារទូភ្លាមឲ្យលោកដុនតាចាត់ការវាតាមចិត្តលោកដុនតាឆាប់មកវិញមកលោកយាយទូមានរឿងហើយថាម៉េចប្រពន្ធយាយត្រូវគេចាប់ទៅហើយហ៎កម្លាំងធិយើងមកវិញខ្លះហើយតែមិនអាចនាំពួកឯងទៅជាមួយបានទេយើងទៅមុនហើយពួកឯងឆាប់តាមយើងមក អ្នកនាងស្រុងឆាប់ទៅជាមួយយើងទៅ លោកប្តីចាំមិនតមកដល់ចាំមិនទៅណាទាំងអស់ អណ្ដាតរឿងក្បាលគ្រូសាយានោះថ្ងៃនេះវាមិនត្រឡប់មកវិញទេ គេប្រកាសជាមក ឯងជាម៉េចឯងទៅជាមួយអ្នកប្រុសទូទៅអាដូនតាគ្រូសាយានោះវាមិនអាចមកវិញបានទេវាគឺបោកឯងនោះទេ មកវិញមិនខាន អ្នកនាងស្រុងការពុតយើងមានដាច់កំណត់នាងមិនមែនចង់ឃើញតែនេះត្រូវស្លាប់នៅចំពោះមុខនាងទេ ឆាប់គាត់ទេចេញ អាចចង់អីណែ អត់ស្មានថាបងនឹងត្រឡប់មកវិញទេ កុំខ្លាចអីរឿងមកបានចាត់ការហើយអាចចៅកណ្ដឹងឯងត្រូវបានបំផ្លាញអស់ហើយព្រោះនោះក៏មិនអាចធ្វើទុកទៀតបានដែរឯងនៅមានក្បាច់អីទៀត ទៅជាល្អណាស់ឲ្យតែយើងកំចាត់ឯងចោលហើយគ្រូសាទូយើងប្រកាសជាឡើងដល់ចំណុចកំពូលហើយយើងក៏មិនចាំបាច់ឆាត់អីទៀតដែរ អាចចៅឯងពិតជាក្អេងក្អាងមែន លោកដុនតានេះក៏លោកផុតហើយមែនទេកំណត់ទៀតមកវិញហើយ ក៏មិនដឹងដែរវាបានមកវិញហើយ
กดภาษาไอ้กำลังเล่นเยอะสอนนะกำลังคิดลูกโดนตาบ้านมาเป็นให้ไอ้มันชับลูกจุกงบอกว่าตื้อ អ្នកដែលគូលុជង្គង់វល់គឺជាពួកឯងទេទោះមិនជាតាកញ្ចាស់នេះមកវិញក៏មិនអាចកែប្រែអ្វីបានដែរណែឯងមិនបានចាញ់ពូកែយ៉ាងនេះ អាចើឯងទទួលស្គាល់កំហុសហើយលោកជង្គង់សុំទោសយើងទៅរឿងនេះអាចចប់បានត្រឹមលោករនតាមិនអាចដល់លេងវាបានទេមុខខ្ញុំនេះគឺត្រូវវាជាអ្នកវាយនឹងហើយរឿងច្រើនមែនមានវាយមកក៏វាយទៅវិញទៅឯងទៅវាយវាសំវាវិញទៅលោករនតាហៅឯងឆាប់ទៅអាយ៉ាឯងហ៊ានណាឲ្យឯងវាយយើងណែវាយទៅវាយបន្តទៀតទៅឡោទេឡើងធៀបយើងទៅវិញបាត់ទៀតហើយឯងវាយទៀតទៅលោកដូនតាអាយ៉ាពេលនេះកំឡុងធៀបយើងម្ដងមានម្ដងអត់ឯងទ្រាំតិចទៅស្ងៀមដូនតាគ្រូសាយយើងនឹងច្បាច់កោវាឲ្យងាប់នៅចំពោះមុខគ្រូសាពួកឯងរាល់គ្នាអត់ទេមិនបានជិះម្ដងមានម្ដងអត់លោកចង់ខ្សោះពីរឿងកំឡុងធៀបម្ដងមានម្ដងអត់នោះទេហ៊ុនសៀនចិត្តទៅគេច្បាច់កោងាប់ហើយអាយ៉ារឿងតូចតាចទេយ៉ាងណាក៏ប្រហែល10ឆ្នាំទៀតវាគង់តែចាស់ងាប់ទេអត់ទេលោកដូនតាជួយខ្ញុំផងជួយវាយកស្អីមកជួយឯងទៅយើងចាត់ការឯងសិនហើយចាំចាត់ការវាជាបន្តចំណៃហ៎ឯងជិះធ្វើបាបមនុស្សគ្រួសារយើងផងជីវិតបដូរជីវិតឯងបាច់ប្រើវិជាបដូរជាផងបងប្អូនឯងគឺពិតជាស្រឡាញ់គ្នាមែនមិនសៀនអត់ទេមិនអីទេមិនសៀនខ្ញុំមិនអីទេមិនបានជាបងប្រុសទៅជាខ្លាំងយ៉ាងនេះចឹងមកជាដូនមួយគាត់ប្រើជីវិតគាត់ទៅបូជាទីហើយនេះបានជាមានកម្លាំងធៀបខ្លាំងជាងមុននោះនេះគ្រាន់តែមួយរយៈពេលទីចិត្តអស់ពេលដល់ថោកពលហើយចាំមើលថាឯងអាចទ្រាំបានយូរប៉ុណ្ណាមកជាដូនមួយបើឯងចង់ស្លាប់ទៅហើយអញ្ចឹងមានតែយើងមកពេលម្ដងឯងចោះទេឈប់សិនកញ្ចាស់នេះតើឯងចង់និយាយអីទៀតហើយយើងនេះគឺពិតជាស្ដាយមែនមនុស្សដែលពូកែខាងខាត់គុណរបស់គ្រួសារទូក៏ដូចជាគ្រួសារជាគួយស្ដាយយើងមានច្បាប់ថាមិនអាចឲ្យដៃខ្លួនឯងប៉ះឈាមកូនចៅខ្លួនឯងបានទេមិនអញ្ចឹងយើងប្រកាសជាចាត់ការខ្លួនឯងមិនខានទេកញ្ចាស់ឯងមិនមែនចង់និយាយថាឯងជាដូនតាគ្រួសារទូយើងទេឯងដើម្បីរស់មកមាត់កលែងចង់បានដែរយើងពិតជាគិតថាឯងមិនអន់មែនតែឯងទូសានឆន់វាកំពុងនៅតាមផ្លូវយកត្រាគ្រួសារឯងមកហើយគេនឹងដេញឯងចេញពីគ្រួសារទូហើយលោកលោកដល់តាតើឲ្យឯងរហូតនេះឯងចាំបាច់ធ្វើចិត្តដាច់យ៉ាងនេះហ៎ស្មាំងលើឯងក៏ហ៊ានលើកឈ្មោះលោកតាយើងផងចាំពេលដែលយើងកំទេចគ្រួសារយើងបានហើយឲ្យគ្រួសារទូយើងខ្លាចជាអ្នកខ្លាចជាងគេដល់ពេលនោះលោកតាយើងប្រកាសជាសរសើរយើងមិនខានមកច្រឡំហើយយ៉ាពេលនេះដៃឯងប្រឡាក់ឈាមហើយយើងក៏មិនអាចជួយឯងបានដែរឯងចេះតែនិយាយពីក្រោយខ្នងពេលនេះយើងនឹងយកឯងមកកាត់ជីកម្ដងយើងតាមតែជាមួយឯងយើងសំវល់ឯងអាចឆាប់មកធ្វើបាបអ្នកណាទៀតទៅបានទេចាញ់ទៅយើងនឹងសម្លាប់ឯងមុនគេឈប់ភ្លាមលោកតាមិនក៏អ្នកទាំងពីរមកអញ្ចឹងបើយើងមិនមកទេយើងក៏មិនដឹងថាឯងខ្លាំងចឹងទេឯងបាច់ជាហ៊ានលួចយកថ្នាំនៅកៅដៃលោកដូនតាឲ្យមកទៅវិញសិវលីឯងទៅធ្វើរឿងធំយ៉ាងនេះមិនបាច់ជាឯងមិនមកពិភាក្សាជាមួយអ្នកផ្ទះសិនលោកដូនតាបានឲ្យរបស់ខ្លាំងមកពួកយើងពើដង្កើនេះដើម្បីឲ្យគ្រូសាទូយើងក្រោកឡើងវិញខ្លាចជាអ្នកខ្លាំងជាងគេលើលោកនេះសាន់ឆនចឹងឯងពិតជាខ្លាំងមែនមើលវាកូនចៅយើងទៅលោកដូនតាឬថ្ងៃនេះគឺកូនចៅគ្រួសារខ្ញុំធ្វើខុសគ្រួសារទូខ្ញុំព្រមសងវិញទាំងអស់គ្រួសារទូឯងសងរួចដែរទេឯងចាញ់គេហើយនេះយើងទុកមកឲ្យឯងបាត់ធ្វើបាត់ឯងភ្លាមទៅនេះឯងមកករឿងនៅមិនទាន់គ្រប់ទៀតរឿងនេះលោកតាកុំរវល់អីរឿងនេះខ្ញុំធ្វើនេះសុទ្ធតែដើម្បីគ្រួសារទូយើងដើម្បីគ្រួសារទូអនាគតគ្រួសារទូយើងត្រូវឯងបំផ្លាញអស់ហើយឯងនៅមិនឆាប់លុបជង្គង់សុំទោសដល់តាទៀតលុបជង្គង់ចុះភ្លាមលោកតាការដែលខ្ញុំធ្វើរឿងទាំងនេះសុទ្ធតែដើម្បីគ្រួសារទូយើងលោកតាចាំសិនណាផ្លាប់ជួមដល់ពេលនេះហើយឯងនៅមិនទាន់ដឹងថាឯងធ្វើខុសកន្លែងណាទៀតពេលនេះខ្ញុំលុបជង្គង់ចុះហើយលោកតាចង់ឲ្យខ្ញុំយ៉ាងម៉េចទៀតមិនមែនលុបជង្គង់ឲ្យយើងទេតែគឺលុបជង្គង់ឲ្យលោកដល់តាទេលោកតានេះលោកតានិយាយអីវាជាដូនតាគ្រួសារជានេះតាមិនមែនឯងបាច់ជាហ៊ានសង្ស័យយើងផងនេះឯងស្លាប់រឿងហើយសូម្បីតែសម្ដីយើងក៏ឯងស្ដាប់ហើយប៉ុន្តែយើងមិនងាយឯងហៅបានទេជាពិសេសគឺអាចចង្រៃដូចឯងឯងចង់ងាប់មែនទេនៅហ៊ានតបមកទៀតឯងឆាប់សុំទោសភ្លាមទៅលោកដូនតាគឺខ្ញុំខ្វាក់ភ្នែកសូមលោកដូនតាលើកលែងទោសឲ្យផងមុននេះឯងក៏មករយលោកយាយឯងដែរឯងមកលុបជង្គង់សុំទោសនាងដែរទៅឯងឲ្យជឹងលុបជង្គង់គ្រប់មនុស្សស្អីឲ្យឯងលុបទៅលុបទៅមិនគាត់និយាយតែបែបម៉េចមួយជីវិតយើងមិនលុបជង្គង់គ្រប់មនុស្សស្អីទេអូជាមិនចឹងហើយចឹងពួកយើងត្រូវត្រៀមការទៀនបងស្ដាប់តាមអូនទាំងអស់អាចើឯងមានកំណត់មិនល្អឯងបំផ្លាញវិជាគុណខ្លួនឯងទៅរឿងនៅថ្ងៃនេះក៏ចាត់ទុកថាចប់លោកដូនតាឲ្យវាបំផ្លាញវិជាគុណវាមានមេត្តាណាស់ទៅហើយនេះឯងចង់ធ្វើអីទៀតវាជាមនុស្សអាក្រក់មនុស្សដូចជាវាមានកម្លាំងធាតុវាគ្រោះថ្នាក់ឲ្យសង្គមទៅវិញទេអាចចង់មកសៀតឯងហ៊ានសម្លឹងមើលលោកដូនតាផងឯងនឹងមកឆាប់លុបជង្គង់ចោលទៀតខ្ញុំចង់បានការណែនាំពីលោកដូនតាហើយពិតជាមិនស្គាល់ងាប់ស្មាំងលើឯងក៏ហ៊ានមកប្រកួតជាមួយលោកដូនតាយើងផងអាចរៃឯងហ៊ានប៉ះលោកដូនតានេះឯងលេចចង់រស់ហើយ
យើងមិនខ្វល់ថាឯងជាដូនតាស្អីនោះទេអ្នកណាខ្លាំងជាងអ្នកនោះគឺឈ្នះហើយឲ្យតែយើងខ្លាំងជាងឯងយើងនេះគឺជាដូនតាហើយលោកដូនតា មិនក៏កម្លាំងធាតុឯងស្រាប់តែបាត់អស់អញ្ចឹង កម្លាំងធាតុលោកដូនតាបាត់ទៀតហើយ បងមិនអីទេមិនចាំបាច់ហើយ បងមិនអីទេសាន់ឈន់នេះជាជំរឿនដែលគ្រូសាទូឯងរើសហើយអាចចង្រៃនេះអាចធ្វើអីអាចតគ្រូសាទូយើងទៅមួយខ្លះទៅអញ្ចឹងហី លោកតាបានឃើញហើយវាមិនមែនជាដៃគូខ្ញុំទេឲ្យតែពួកយើងសម្រាប់វាចង់ពួកយើងក៏អាចខ្លាចជាអ្នកខ្លាំងហើយជំនួសគ្រូសាជាបានហើយ វាតែខ្លួនឯងនោះការពារមិនចង់ចាំបានផងឯងនេះឯងចង់កំចាត់ដូនតាខ្លួនឯងប៉ាខ្ញុំមានកូនប្រុសសៀវឡៃតែម្នាក់ទេគេក៏ដើម្បីគ្រួសារទូយើងល្អដែរប៉ាបានឃើញទេយេអូឈៀវាវិញមិនឈ្នះសៀវឡៃទេអាកូនអាកាតយូបើគ្មានលោកដូនតាទេយើងក៏មិនមានគ្រួសារទូថ្ងៃនេះដែរបើសិនជាឯងចង់សម្រាប់លោកដូនតាឯងក៏លងសាកសពយកសិនទៅ បងជាដូនមួយមិនបានជាកម្លាំងធាតុលោកដូនតាម្ដងមានម្ដងអត់អញ្ចឹង លោកដូនតាគាត់កំពុងតែឆ្លងគ្រោះនោះគួរតែនៅលើលោកយាយហើយពួកឯងមានឃើញឬអត់លោកយាយលំបាកបន្តិចកម្លាំងធាតុលោកដូនតានឹងមកបន្តិច ថាត់លើលោកយាយឯង លោកតាក៏បានឃើញដែរអាកញ្ចាស់នោះមិនមែនជាដៃគូខ្ញុំទេឲ្យតែពួកយើងសម្រាប់វាគ្រប់យ៉ាងរបស់គ្រួសារជានឹងខ្លាចជារបស់យើងហើយ ប៉ាតំណែងតំណងយើងជាមួយវាបានលើស9ចំនួនហើយពេលនេះវាគ្មានអីពាក់ព័ន្ធជាមួយគ្នាទៀតនោះទេនេះពួកឯងចាប់លោកមកចោលចុះទៅនេះពួកឯងចង់ធ្វើអី មិនសៀន បងស្រីបងឆ្វេងនឹងកម្លាំងធាតុលោកដូនតានឹងមិនទាន់មកវិញទេ មានតែលោកយាយទីតើអាចជួយលោកដូនតាឲ្យមានកម្លាំងធាតុវិញបាន យើងនឹងធ្វើឲ្យគ្រួសារជាឯងលែងសល់អ្វីទាំងអស់នឹងឲ្យគ្រួសារជាឯងរលីបន្តិចម្ដងហើយ800ឆ្នាំវាមានតែកូនចៅក្បាលរឹងមិនដែលមានកូនចៅណាចង់កំចាត់យើងទេ សៀវឡៃវាលែងមានកម្លាំងធាតុហើយឯងសម្រាប់វាទៅពុទ្ធអើយពុទ្ធអើយឈិមៃ អូនបានចាំតែកំដប់បងចាំនេះទេ វាយខុសហើយតែមិនអីទេបន្តិចទៀតអញក៏អាចចុះទៅកំដរវាបានហើយអញទៅងាប់ទៅ គ្រូសាយអាលំគ្រូសាទូយើងនឹងឡើងគ្រប់គ្រងលោកនេះហើយហើយអញ្ចឹងក្រែងវាលែងមានកម្លាំងធាតុហើយបានអញ្ចឹងហីកម្លាំងធាតុលោកដូនតាមកវិញហើយទីបំផុតកម្លាំងធាតុលោកដូនតាមកវិញហើយ អូននៅមានជីវិតទេ ចាំទុកណាថ្ងៃក្រោយកុំធ្វើរឿងល្ងងចឹងទៀតបើមានរឿងអីមកពួននៅក្រៅក្នុងរបស់បងមកឯងនៅចង់សាងកម្លាំងធាតុជាមួយយើងទៀតដែរទេ មកសម្ដេចធ្វើជាខឹងយើងថាអញគ្រាន់តែលងកម្លាំងធាតុទេទៅងាប់ទៅ លោកគុំចុះអញ្ចឹងគ្រូលោកដូនតានោះវាបានផុតហើយមែនទេមិនខុសទេគ្រូយើងបានផុតទៅហើយកម្លាំងធាតុយើងនឹងលែងម្ដងមានម្ដងអត់ទៀតហើយលោកដូនតាសូមលោកមេត្តាលើកលែងឲ្យកូនចៅផងទៅពេលនេះពួកឯងនឹងថាពួកឯងជាកូនចៅគាត់ហើយបើមិនមែនលោកដូនតាបានកម្លាំងធាតុមកតាន់ពេលទេគ្រូសាយើងប្រកាសជាត្រូវពួកឯងសម្លាប់ចោលបាត់ទៅហើយ លោកដូនតាខ្ញុំនឹងខុសហើយ លោកដូនតាពួកវាខុសធ្ងន់ណាស់សូមលោកដូនតាមើលលើពួកយើងជាកូនចៅលោកសូមទុកជីវិតឲ្យពួកគេផងទៅសាន់ឈន់មុននេះឯងមិនមាត់ទេហ៎លោកដូនតាគឺខ្ញុំត្រូវចាំសៀតអនុឲ្យគេចាប់ខ្ញុំទុកឯងក៏ចង់ដឹងថាចៅឯងអាចដល់ចំណុចណាវាពិតជាអាចបដួលយើងបានមែនឬអត់ត្រូវដែរទេទេលោកដូនតាខ្ញុំគឺគ្មានទេខ្ញុំមិនអាចទៅមានគំនិតអាក្រក់យ៉ាងនេះទៅលោកដូនតាខ្ញុំឈួតមួយពេលសូមលោកដូនតាជប់ជីវិតឲ្យពួកយើងផងទៅពួកឯងមិនបានដឹងខ្លួនឯងខុសទេពួកឯងគ្រាន់តែខ្លាចងាប់ទេ800ឆ្នាំហើយអារឿងខុសហើយខុសទៀតហើយទៅធ្វើរឿងអាក្រក់នោះវាមានរហូតលោកដូនតាខ្ញុំប្រមខ្លាចកម្លាំងធាតុខ្លួនឯងសូមលោកដោះលែងគ្រួសារទូទៅយើងបានឲ្យជំរឿនឯងល្អជាងតែឯងមិនយកតែភ្លេចហើយមួយជំហានជោគជ័យមួយជំហានរលាយខុសគ្នាតែមួយជំហានទេណៃយើងមិនអាចប្រឡាក់ឈាមកូនចៅខ្លួនឯងបានទេពួកវាក៏ប្រកល់ឲ្យពួកឯងចាត់ការហើយពួកឯងយកវាទៅដាក់គុកស្លាប់រស់ទៅជាតិនេះកុំឲ្យពួកវាចាប់ចិត្តបានអីសោះលោកដូនតាលោកដូនតាអើយរឿងនេះទីបំផុតឆ្លងផុតទៅហើយណាប្រទូយាយហើយឆឹងវាត្រូវខ្ញុំចាប់បានហើយលោកចង់និយាយសហការគ្នាតិចទេឯងជាអ្នកណាពួកយើងជាអ្នកណាមិនសំខាន់ទេលោកចាំទុកទៅថាពួកយើងជាអ្នកជួយលោកទៅបានហើយហ៎ឡើងយើងពួកឯងចាប់មនុស្សច្រឡំទេដឹងពួកឯងដឹងថាយើងជាអ្នកណាដែរទេពួកឯងហេតុតែបាក់មនុស្សគ្រួសារយៈនេះពួកឯងគឺលែងចង់រស់ហើយនេះឯងនៅគិតថាឯងជាស្ដេចលុយទៀតយើងបានលើមកថាតែប្រទូគេបានសម្លឹងគ្រួសារឯងហើយគ្រួសារឯងប្រកាសជាងាប់ប្រកាសណាស់យើងប្រាប់ឯងឲ្យតដូនតាយើងនៅរស់មួយថ្ងៃផែនការរបស់ពួកឯងកុំគិតថាបានសម្រេចទេសោះដងតាឯងសម័យតែប្រទូក៏យកឆ្នាំមិនបានដែរមកការពីឯងទៅឯងជាហៅប៉ៅលុយគ្រួសារយៈគ្មានឯងគ្រួសារយៈជាខ្សាច់វាអត់បានការទេហ៊ុយយើងប្រាប់ឯងដូនតាយើងមិនដែរចាញ់អាណាទេគ្រួសារទូវាគ្រាន់តែចំពោះអត់បានការទេយើងបានលឺមកហើយអ្នកប្រទូគេនៅបង្ករឿងនៅមង្គលការគ្រួសារឯងយើងក៏នៅទីនេះដែរបន្ថែមរឿងឲ្យកាន់តែល្អមើលបើសិនជាគ្រួសារយើងបានឃើញវ៉ែនតាឯងនេះ
ពួកវានឹងមានអារម្មណ៍យ៉ាងម៉េចទៅឯងបែរជាហ៊ានប្រមាថដូនតាយើងផងអាចមកសៀតថងលុយគ្រួសារយាឡើងមានទៀតហើយគ្រួសារយាឯងនឹងរលំហើយពេលនោះគ្រួសារលាវយើងក៏អាចចែកបានផលមួយចំណែកដែរអរគុណទាំងអស់គ្នាដែលបានមកចូលរួមកម្មវិធីគ្រួសារខ្ញុំជាបន្ទាប់សូមអញ្ជើញលោកដូនតាមកទទួលកូនក្រមុំជាបន្ទាប់សូមចាប់ផ្ដើមកម្មវិធីទៅកម្មវិធីអអយ៉ាងនេះមិនយ៉ាងអាចគ្មានគ្រួសារលាវយើងបានទៅអាក្មេងអញជាណាលោកដូនតានេះគឺជាអ្នកដឹកនាំគ្រួសារលាវនៅពេលនេះឈ្មោះថាលាវឈិនជីគឺជាគ្រួសារធំទី2ប៉ុន្តែពួកយើងមិនបានអញ្ជើញគេទេនេះជាមង្គលការយើងមកឲ្យគឺសុទ្ធតែជាភ្ញៀវទៅរកកន្លែងអង្គុយទៅដូនតាគ្រួសារយើងចិត្តទលេមែនយើងមិនបានមកដៃទៅទេយើងក៏យកកាដូធម្មតាដែរវ៉ែនតាភ្នែកយើងមិនបានកាត់អីទេអរគុណឯងហើយគ្រួសារលាវល្បីឈ្មោះជាគ្រួសារធំលំដាប់ទី2តែបែរជាកម្រិតចឹងទៅវិញបែរជាយកវ៉ែនតាមួយមកទៅវិញឯងមើលឲ្យល្អទៅមើលលើតម្លៃវ៉ែនតានេះឲ្យល្អទៅគ្រាន់តែវ៉ែនតាមួយវាមានតម្លៃអីទៅគ្រាន់តែជាវ៉ែនតាអត់បានកាត់សោះនេះជាវ៉ែនតាស្ដេចលុយគ្រួសារយេហើយឆឹងពេលនេះវានៅក្នុងដៃរបស់យើងហើយគឺឯងចំណាចាប់ចៅយើងហ៎គ្រួសារលាវអញពិតជាខ្លាំងធំណាស់មកជាហ៊ានចាប់មនុស្សគ្រួសារយាជាងផងគ្រួសារយាឯងលែងមិនយាហើយឆឹងហៅប៉ៅលុយធំនោះហើយធ្វើអីក៏មិនបានដែរនេះអាចចៃតូននេះចិត្តហួសពេលល្អទៅហើយឯងឆាប់ចាប់ដើមកម្មវិធីទៅនេះជាពេលអីទៅហើយពួកឯងនៅគិតរឿងរៀបការទៀតចាំមើលពេលដែលប្រទូមកគ្រួសារយាឯងនឹងលែងមានរូបរាងទៀតហើយគ្រួសារយាប្រកាសជានៅថិតថេររហូតថ្ងៃនេះយើងមានអារម្មណ៍ល្អយើងមិនប្រកាន់ជាមួយពួកឯងទេឯងដេកយកសັບទៅណាប្រទូគឺចិត្តមកដល់ហើយមុនពេលណាប្រទូមកនោះយើងមិនប្រកាន់តែជន់ក្បាលឯងបលិចទេយកយាឲ្យឆឹងមកលូឈွန်ជានេះឯងចង់ឲ្យគ្រួសារឯងរលាយហ៎ស្ដេចយាកុំប្រញាប់អីផុតពីថ្ងៃនេះហើយដល់ណាត្រូវកុំតិចចោលនៅមិនទាន់ដឹងទេពេលដែលណាប្រទូមកគ្រួសារយាឯងនឹងត្រូវកុំតិចចោលមុនគេមែនទេគ្រួសារទូមួយទាំងមូលត្រូវចាប់យកទៅដាក់គុកស្លាប់រស់អស់ហើយគ្រួសារលាវឯងចង់ចាត់ការគ្រួសារយាផងនេះឯងជាស្អីទៅស្ដេចយាអាពីបន្លាញអស់នេះចេះនិយាយមករួចដើម្បីរក្សាមុខមាត់គ្រួសារយាពីអស់នេះឯងចេះតែនិយាយរួចដែរស្ដេចយាស្ថានភាពគ្រួសារយាពេលនេះយ៉ាងម៉េចពួកយើងសត្វតែបាត់ដឹងបើសិនជាពួកឯងដឹងខ្លួននោះឯងក៏ឲ្យផាពួកយើងខ្លះមកពួកយើងធ្វើការបែងចែកគ្នាពួកឯងបានដឹងហើយពួកឯងរកដួលហើយគឺត្រូវជារួចឲ្យរលំពេលដែលប្រទូមកនោះគ្រួសារយានឹងត្រូវងាប់ដោយវេទនាហើយមើលទៅស្ត្រីគ្រួសារយាពិតជាច្រើនមែននេះគឺជាជំរឿនរបស់ពួកឯងពួកអាភ្លើអស់ឯងនេះពួកឯងទៅពាក់ស្បែកខ្លាគ្រួសារលាវមកគម្រាមពួកយើងនេះគ្រួសារទូវាធ្វើមិនបានផងឯងគិតថាអាចធ្វើបានដែរគ្រួសារទូទៅប្រមាថគ្រួសារយាពួកយើងសុទ្ធតែដឹងកម្លាំងដូនតាឯងវារលាយអស់ដៃគូសហការក៏នាំគ្នាដកភាគហ៊ុនអស់ពួកឯងមានអីអស់ចាត់ទៅអូយបើមកពួកយើងមិនស្ដាប់រឿងគេចង់ដឹងរឿងគេហើយស្ដាប់តិចទៀតណាពួកឯងក៏គិតអញ្ចឹងដែរមែនហើយគ្រួសារទូទៅទឹកជាអ្នកខ្លាំងថ្មីគ្រួសារយាឯងពេលនេះដូចជាកណ្ដោនៅក្នុងទឹកលូទេតោះពេលនេះអ្នកប្រុសទូមិនតន់មកពួកឯងគួរតែឆាប់បកលុយពួកឯងមកយើងព្រីមកលោកដូនតារឿងនេះប្រកល់ឲ្យខ្ញុំចុះខ្ញុំនឹងអុកក្បាលពួកវាទាំងអស់យកទៅដាក់គុកមនុស្សស្លាប់រស់ខ្លាចថាយាសិនឯងមិនអាចធ្វើបានទេបញ្ជាស្ដេចឡុងហួងដកតំណែងស្ដេចនេះរបស់យាសានហើយតែងតាំងគ្រួសារទូលៃឡើងជាស្ដេចនេះថ្មីវិញមិនដឹងអាចទៅស្ដេចឡុងហួងមិនដឹងអាចទៅបញ្ជាអញ្ចឹងនោះបងចឹងទៅតែកម្ចាត់សត្រូវមានគុណសម្បត្តិសម្រាប់អីមកដល់តំណែងគាត់នោះក្នុងនាមជាស្ដេចនេះគឺជាអ្នកដែលខ្លាំងជាងគេតែឯងសូម្បីតែទូលៃក៏វាមិនឆ្នះដែរឯងមានសិទ្ធិអីធ្វើជាស្ដេចនេះទៅទូលៃវាត្រូវដូនតាយើងមកផ្លាយវាជាកូនចោលហើយយកវាទៅដាក់គុកងាប់រស់បាត់ហើយពួកអាចចំសៀតឯងនេះបែរជាចង់តោងជើងគ្រួសារទូផងរឿងគ្រួសារយាជាមួយគ្រួសារទូវាបានបែកធ្លាយអស់ហើយដៃគូសហការពួកឯងគឺបានដកភាគហ៊ុនហើយគ្រួសារយាឯងគឺគូតែដឹងហើយមើលទៅមកមិនបដៅឯងខ្លាចទេគ្រួសារយាឯងនឹងមិនដឹងថាខ្លួនវាយ៉ាងម៉េចទេយ៉ាអើយនេះអាណាប្រវិជាបិសាចអាត្រកលលាវនេះឯងឈួតតែដឹងហើយតើខ្លួនឯងធ្វើអីហ៎ហើយចឹងភាពរបស់ដែលឯងរងមកវាមិនបានរងអត់ប្រកាសទេចាំយើងទាមទារយុទ្ធធម៌ឲ្យឯងអរគុណលោកដូនតាទាមទារយុទ្ធធម៌បានតើបើសិនជាគ្រួសារឯងចង់ងាប់ឆាប់ចាំយើងជួយពេលនេះយើងនឹងទៅនៅប្រុសទូឲ្យមកកម្ចាត់ពួកឯងទូរស័ព្ទនៅប្រុសទូតែមិនចូលទេគេប្រកាសជានៅតាមផ្លូវហើយចង់ឲ្យបានជាតែមលឹកនេះគូក្បាលគ្រួសារលាវឯងមានបញ្ហាមែនទេហាទូរស័ព្ទទូលៃនៅនឹងលោកដូនតាយើងវាប្រកាសជាតែមិនចូលអញ្ចឹងហើយមិនអាចនោះទេទូរស័ព្ទនៅប្រុសទូមិនអាចនៅក្នុងដៃពួកឯងនោះគ្រួសារយើងជាអ្នកមានអំណាចធំនៅទីនេះតែពាក្យឈ្គួតអញ្ចឹងក៏ចេះតែនិយាយចេញមករួចដែរនៅប្រុសទូលោកចិត្តមកដល់ហើយនៅមនុស្សគ្រួសារយើងវាកែកកាំងណាលោកចិត្តមកដល់ហើយនៅមនុស្សគ្រួសារយើងវាកែកកាំងណានេះមិនដឹងឯងទៅមិនដឹងទូរស័ព្ទនៅប្រទូនៅនឹងឯងចឹងនេះជាភ្លើអីទៅយើងថាណាគឺគ្រួសារលាវឯងហ្នឹងហើយរឿងនៅថ្ងៃនេះពិតជាល្អមើលមែនតែរឿងអីហ្នឹងមិនបានជាទូរស័ព្ទនៅប្រទូនៅក្នុងដៃគ្រួសារយើងទៅវិញនេះមិនមែនអ្នកប្រទូត្រូវពួកវាចាត់ការឲ្យទៀតណាហើយទាំងអស់គ្នាមុននេះអ្នកណាខ្លះចង់ធ្វើជាសត្រូវគ្រួសារយើងនោះពួកឯងចាំអស់ហើយណាលោកដងតែទុកចិត្តចឹងខ្ញុំចាំអស់ហើយចាំពេលចាប់កម្មវិធីនោះពួកឯងចាំឲ្យគេទៅទូតបញ្ជីជាមួយពួកឯងទៅចឹងតាមពិតគឺពួកឯងទៅលួចទូរស័ព្ទនៅប្រទូសោះអញ្ចឹងតើបានជាតែមិនចូលនោះគឺមកពីឯងភ្លើគ្រួសារទូនៅមុខដងតាយើងគ្រាន់តែជាសមត្ថទេពួកយើងចាំបាច់ទៅលួចទូរស័ព្ទវាដែរពួកឯងគឺប្រឹងឬគឺមកពីខាច់ងាប់ទេទាំងអស់គ្នាតើនៅប្រទូមិនតន់មកពួកយើងឆាប់ទៅដើម្បីសាងគុណសម្បត្តិឲ្យគ្រួសារទូឃើញពួកវាខ្លាចពួកយើងចាប់បានណាអូយខ្លាំងខ្លាំងណាស់លើកផ្ទះម៉ែប្រាក់ឲ្យយើងចាស់អូយលើកនេះបោកឲ្យណាស់តែម្ដងឲ្យពួកវាទៅបំផ្លាញទៅហើយចាំឲ្យពួកវាសង
ស្រីស្អាតគ្រួសារស៊ូឲ្យយើងផ្លុំតិចមកអូយអាកញ្ចាស់ចង់មកផាយើងប៉ាយើងផងអ្នកប្រុសទូនឹងមកដោះលែងឯងទេឯងចង់ឲ្យគ្រួសារទូជួយឯងងាយទេតែយកគ្រួសារទូមកបានលោកដនតាហើយទៅបើសិនជាពួកឯងហៅអ្នកប្រុសទូចេញមកមិនបាននោះគឺពួកឯងជាមនុស្សចោលមកស្អីហើយមកឯងពិតជារលួយមែនយើងស្អប់ណាអូយឯងធ្វើបែបនេះមិនខ្លាចគ្រួសារទូសងសឹកឯងទេអីបងប្រុសឈប់និយាយអត់បានការជាមួយវាទៅបន្តិចទៀតអ្នកប្រុសទូមកគឺជាថ្ងៃងប់របស់ពួកវាហើយពួកឯងតាំងពីស្ដាប់ច្បាស់ទៅលោកដនតាបានកម្លាំងធាតមកវិញហើយនេះជាឱកាសចុងក្រោយរបស់ពួកយើងហើយបាទខ្ញុំមិនចង់ទៅគុកស្លាប់រស់ទេវាមិនមែនជាកន្លែងមនុស្សនៅទេគឺមកពីអាចដេរឆានឯងតាមពិតគ្រួសារទូយើងអាចនៅក្រោមការការពាររបស់លោកដនតានៅបានសុខសាន្តហើយតែបែរជាត្រូវពួកឯងពីរនាក់បោះផ្លាច់ទៅវិញក្រែងលោកតាក៏បានថាអីណាមិនចឹងមិនមកទៅបើមិនមែនពួកឯងលោកលុនពួកយើងក៏មិនត្រូវជាប់គុកស្លាប់រស់អញ្ចឹងដែរបាទឥឡូវពួកយើងត្រូវចេះចាប់ឱកាសលោកដនតានិយាយថាម៉េចគឺអញ្ចឹងហើយលោកដនតាមនុស្សគ្រួសារទូចិត្តមកដល់ហើយពួកឯងនៅក្មេងដើរផ្លូវខុសគឺជារឿងធម្មតាទេយើងឲ្យឱកាសពួកឯងមួយចុះអ្នកព្រមចោះចោលជាមួយគ្រួសារយាព្រមអោនក្បាលចុះរឿងក៏ចប់ហើយភ័យហុំមកបំភ័យយើងនោះបើឯងហ៊ានតែប្រទូយើងនឹងព្រួតដូចជាឆ្កែអញ្ចឹងពួកឯងក៏គិតអញ្ចឹងដែរមើលទៅពួកឯងចង់ដើរផ្លូវមួយតតដល់កន្លែងងងឹតមែននេះជាច្បាប់ហ្នឹងហើយគ្រួសារយាយឯងគឺចង់ហៅគ្នាមកឡើងទុកជាមួយអាចារ្យដើម្បីកុំឲ្យអ្នកប្រុសទូគេរករឿងមិនទេនេះត្រូវបងប្រុសយើងមើលឡើងតែហើយគ្រួសារយាយគឺវាចង់ឲ្យមនុស្សកាន់តែច្រើនទៅជាមួយពួកវាគឺកាន់តែសមត្ថភាពហើយគ្រួសារយាយពិតជាសាហាវមែនមកជាមិនកំណត់អញ្ចឹងផងគ្រាន់តែវាចង់លើចេញពីការស្លាប់នោះឯងកាលពីមុនគិតថាគ្រួសារយាយឯងសម្ដីដូចជាព្រះអញ្ចឹងហើយយើងមិនហ៊ាននិយាយអីដែរប៉ុន្តែនៅពេលនេះមានគ្រួសារទូចេញមុខគ្រួសារយាយឯងគឺបានត្រឹមតែប៉ុណ្្នឹងសោះលោកដនតាមនុស្សគ្រួសារទូបានមកដល់ហើយវាអាចចូលបានគ្រប់ពេលយើងបានឲ្យឱកាសពួកឯងហើយតែពួកឯងមិនចេះថែរក្សាអញ្ចឹងក៏មិនទូគ្រួសារយាយយើងឲ្យសោះហ្នឹងគ្រួសារទូចូលមកទាំងអស់មកតាមរឿងអីហ្នឹងមានអ្នកប្រុសទូត្រូវគេដាក់ច្បាប់ដៃជើងអញ្ចឹងឬមួយក៏អ្នកប្រុសទូពិតជាត្រូវគេដាក់ចូលគុកមនុស្សស្លាប់រស់មែនអ្នកប្រុសទូនេះមានរឿងអីហ្នឹងក្រែងអ្នកប្រុសថាពួកយើងនឹងទៅចាត់ការគ្រួសារយាយជាមួយគ្នានោះអីមិនជាលោកទៅស្លៀកពាក់អញ្ចឹងតែនិយាយថាឯងចង់កំចាត់គ្រួសារយាយឯងមិនហើយអ្នកប្រុសទូលោកកំរាមអីគ្រួសារលាវយើងនឹងជួយលោកពេញទំហឹងមិនហើយហ៊ានមកកែយើងបាននិយាយថាយើងទៅកំចាត់គ្រួសារយាយតែពីណាទៅអ្នកប្រុសទូលោកវាខ្ញុំធ្វើគ្រួសារលាវខ្ញុំនឹងជួយលោកពេញទំហឹងណាវាបានល្អណាស់គ្រួសារយាយជាមួយគ្រួសារទូគឺជាគ្រួសារតែមួយដូនតាគ្រួសារយាយគឺជាដូនតាគ្រួសារទូដែរឯងហ៊ានមកប្រហែលជាមួយដូនតាយើងហូចពួកលោកឈួតហើយកាលពីមុនគឺលោកចង់ទៅប្រកាសសង្គ្រាមជាមួយគ្រួសារយាយមិនបានជាពេលនេះពួកលោករឿងក្បាលដូចជាដាច់ចឹងពិតជាគួរឲ្យសម្ដេចណាស់ក្នុងតែពួកឯងពឹងផ្អែកនេះពេលនេះខ្លាចជាអ្នកទោសពួកឯងបែរជាមិនដឹងរឿងទៅវិញរឿងនៅថ្ងៃនេះគឺពិតជាល្អមើលមែនសាន់ឈွန်ឆ្លើយមកគេសួរឯងណាលោកដូនតាវាគឺជាកំហុសរបស់ខ្ញុំគឺខ្ញុំទៅបដាកូនចៅបានល្អលោកដូនតាលោកលែកលែងឲ្យពួកយើងផងទៅលោកដូនតាកូនចៅដឹងខុសហើយសូមលោកដូនតាផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតទៅគ្រួសារទូទៅមកគេទៅឲ្យគ្រួសារលាវខ្ញុំប្រឆាំងជាមួយគ្រួសារយាយតែម្នាក់ឯងទេខ្លាចឯងនិយាយថាគ្រួសារយាយចិត្តរលនោះឯងចឹងហើយបាត់ជាយើងទៅសុំឲ្យស្ដេចលងមកដណ្ដើមយកអំណាចអ្នកធំគ្រួសារយាយទេខ្ញុំសាន់ឈွန်គ្រួសារឯងក៏ចាត់ទុកថាសាំងបនលៀងទោសដែរឯងទៅចុះថ្ងៃក្រោយឯងរស់នៅជាមនុស្សធម្មតាទៅអរគុណលោកដូនតាមានមេត្តានៅពេលនេះដល់ពេលចម្រាស់បញ្ជីពួកឯងហើយពួកឯងឃើញគ្រួសារយើងមានរឿងទិញទូចក៏មកជន់ថែមចង់មកលបខាំគ្រួសារយើងផងពួកយើងក៏ត្រូវគ្រួសារទូកម្រិតដែរអញ្ចឹងហើយបានជាធ្វើរឿងល្ងងខ្លាំងបានសំលោកមានមេត្តាដោះលែងពួកយើងទៅចង់មកខាំគ្រួសារយើងវាមិនងាយនោះទេពេលនេះមកចិត្តរបស់ឯងមកផ្លាញនោះទៅអាចទៅអញគិតឃើញណាលោកតាកំរាមអីខ្ញុំបានគិតរួចហើយមួយក៏មិនឲ្យរឿងខ្លួនដែរពួកឯងចង់សងយ៉ាងម៉េចនោះសត្វតែជារបស់ដែលមានតម្លៃណាស់មុននេះស្អីបាយចានមួយខ្ញុំសងគុណណាស់អូមុននេះខ្ញុំបានធ្វើខុសទៅមុខខ្ញុំព្រមសង30កោចាននោះវាគ្រាន់តែជាចានធម្មតាទេយ៉ាងច្រើនវាតម្លៃត្រឹមតែ5យន់ហ្នឹងឯងវាហេតុតែដេញវាអាចតែសង្ខារគេមួយនេះបានហើយពួកគេមិនប្រកាន់ទេពួកគេនៅមកអរគុណពួកយើងទៀតអរគុណដល់លោកដូនតាដែលមានដីមេតាខ្ញុំគ្រូសាលាវខ្ញុំព្រមសងលុយ100កោលោកឆឹងមុននេះគ្រូសាលាវចាប់ឯងទៅនិយាយថាឯងប្រមាថដៃ10ដៃមួយដៃ100កោអូសុំលោកមានមេត្តាផងគ្រូសាលាវពួកយើងគ្មានលុយដល់100កោទេពាន់កោលុយថ្លៃចាំទុកអីមុននេះនៅមិនទាន់គិតផងពួកយើងដឹងខុសហើយសុំលោកមានមេត្តាផងទៅគ្រូសាលាវពួកយើងភ្លាមដឹងទៅរកមកពេញណាទេទេឯងមិនអាចដូចពួកគេទេមិនដូចគ្នាទេពួកគេត្រូវសងលុយតែឯងត្រូវតែសងជីវិតពួកខ្ញុំព្រមសងលុយទាំងអស់ពួកខ្ញុំព្រមសងលុយទាំងអស់ចាយើងយានចាំងគេការពារទៅទាំង4កំចាត់សត្រូវគេនៅតែទប់ជំរុំរហូតតែឯងបែរជាយកលេសរឿងចចាំអារាមអស់នោះទៅដល់តំណែងគេទៅវិញជាកំហុសរបស់ខ្ញុំនឹងទៅសុំស្ដេចឡងឲ្យមកឲ្យតំណែងលោកវិញតំណែងស្ដេចវិញមិនមែនពួកឯងអាចមកធ្វើអីបាននោះទេអាចយើងថាតំណែងហងនេះនោះឯងធ្វើវិញទៅយើងគ្រប់ត្រឯងហ៎មែនហើយបងប្រុសពួកយើងគ្រប់ត្របងយើងទៅទាត់អាស្ដេចហងនេះនោះចេញយើងទៅធ្វើខ្លួនឯងទៅខ្ញុំនឹងស្ដាប់តាមការរៀបរាប់របស់លោកដូនតា
ស្ដេចនេះមកដល់ហើយ មានយើងនេះគ្រូសាជាវាមិនអាចធ្វើអ្វីពួកឯងបានទេ ស្ដេចនេះមិនបានជាលោកមកអញ្ចឹង បើសិនជាយើងមិនមកទេខ្លាចថាគេនឹងគិតថានៅក្រោមមេឃនេះវាគឺជារបស់គ្រូសាជាទាំងអស់ហើយ វាជាណាទៅលោកដនតានេះជាស្ដេចនេះគេមានសមត្ថភាពខ្លាំងជាងខ្ញុំបើសិនជាគេចង់ការពារពីអ្នកនោះខ្លាចថាគ្រូសាយើងមិនអាចធ្វើឲ្យគេបានទេ ឯងគឺជាដូនតាគ្រូសាជាឯង ស្ដេចនេះជាអីទៅយើងចុះពីលើភ្នំលើកមុននោះមិនដែលបានលើពាក្យនេះទេស្ដេចនេះគឺជាវាំងស្ដេចគឺជានៅមានអំណាចជាងគេនៅលើលោកនេះទោះជាបង្កើតមកក្រោយគេមែនតែអំណាចពួកគេស្មើនឹងអំណាចធំ3ទៀតលោកដុនតាវាំងស្ដេចនេះនោះមិនត្រូវគ្នាជាមួយគ្រួសារយើងទេឬមកថាស្ដេចវាំងនេះនោះក៏មានដុនតាដែលអាយុវែងម្នាក់ដែរ យាចាំថ្ងៃនេះឲ្យតែគ្រូសាជាឯងសុំទោសយើងនៅឲ្យតំណែងឯងវិញឯងគឺជាដូនតាគ្រូសាជានេះឯងគិតថាយ៉ាងម៉េចដែរ មានស្ដេចនេះនៅទាំងអស់គ្នាមិនចាំបាច់ខ្លាចទេពួកយើងមិនចាំបាច់ទៅសងលុយវាអីមិនសិនទេ នេះគ្រូសាជាក៏ជាជ្រុលពេកហើយខ្ញុំគ្រាន់តែស្អីបាយចាំមួយសិនក៏ត្រូវសងកាប់កាប់ឯង មែនហើយស្ដេចនេះគ្រួសារយើងវាបានខ្លាចជាគ្រូមហាន្តរាយទៅហើយលោកត្រូវតែបដៅវាទៅប្រែប្រាតែពិតពួកឯងព្រមសងលើខ្លួនឯងទេពួកយើងមិនបានបង្ខំពួកឯងទេដូនតាគ្រួសារយើងឯងទើបតែនិយាយថានឹងឡើងជាម្ចាស់វាំងអ្នកថ្មីយ៉ាងម៉េចហ៊ាននិយាយមិនហ៊ានធ្វើទេ ដូនតាគ្រូសាជាចរិតឯងហ៊ានធ្វើមិនហ៊ានទទួលនេះមិនទេក៏មិនស័ក្តិសមជាដូនតាមានអំណាចមានឋានៈឯងតិចទេ អាក្មេងយើងហ៊ាននិយាយមិនហ៊ានធ្វើពីកាលណាទៅតំណែងអាស្ដេចនេះឯងនោះឈប់ធ្វើទៅឲ្យយើងសៀវច័ន្ទធ្វើវិញទៅស្ដេចនេះលោកបានលើហើយនៅអាប្រហើនោះវាបែរជាមិនគោរពស្ដេចនេះជាមួយវាំងស្ដេចនេះគ្រួសារខ្ញុំគ្មានកំណត់ទៅដណ្ដើមអំណាចលោកទេគឺមានអ្នកខ្លះវាមកចាក់រុក មានមនុស្សចាក់រុកឯងអ្វីដែលដូនតាឯងនិយាយមុននេះយើងបានលើអស់ហើយលុះត្រាតែឯនេះវាមកលុតជង្គង់អង្គក្បាលសុំទោសយើងបើមិនដូច្នេះទេយើងនឹងទៅកម្ចាត់គ្រូសាជាឯងដល់តដៃហើយលុតជង្គង់ចុះភ្លាម លោកដុនតាមិនចឹងលោកព្រមចុះចាញ់គេទៅឲ្យស្ដេចនេះមានមុខមាត់ខ្លះខ្ញុំថាស្ដេចនេះគេគ្មានកំណត់ចង់ធ្វើបាបពួកយើងទេក្មេងៗឲ្យឯងនេះពិតជាគ្មានភាពអត់ធ្មត់មែនយើងបាននិយាយហើយវាមិនមែនជាស្ដេចនេះឲ្យសៀវច័ន្ទធ្វើវិញទៅ ខ្ញុំអត់គាត់ខ្លាចបាក់មកហាក់នេះមិនតែក្រុមអង្គការចឹងអញ្ចឹងគឺជាប្រពន្ធគាត់គួរតែជួយរំលែកទុកគាត់លោកស្ដេចនេះខ្ញុំគឺជាប្រពន្ធរបស់ដូនតាគ្រូសាជាខ្ញុំសូមទោសជំនួសគាត់ផងចឹង យើងទុកមុខឲ្យគ្រូសាជាឯងលើនេះឲ្យដូនតាស្រីឯងមកអង្គក្បាលសុំទោសយើងនឹងដោះលែងគ្រូសាឯងទៅចោះ អូនមិនអីទេ នេះអូនមិនជឿបងយ៉ាងនេះហ៎ ប៉ុន្តែគេជាស្ដេចនេះជា10ឆ្នាំនេះគ្មាននរណាគេហ៊ានទៅប៉ះពាល់គេទេ យេអូជីននេះឯងគិតថាយើងមិនចេះខឹងទេ មិនបាច់ជួយយើងទេអើយ យេអូជីននៅពេលនេះចៅឯងនៅក្នុងកណ្ដាប់ដៃយើងឯងហ៊ានតែមកធ្វើតាមនោះមិនចឹងវាមានទាំងងាប់ទេ លោកដុនតាជួយខ្ញុំផងយេអូឈៀនឯងចង់បានមុខបាត់ឬក៏ចង់បានចៅឯងឆាប់លុតជង្គង់ឲ្យក្បាលសុំទោសតែនេះឃ្លានទៅឯងជាដូនតាគ្រូសាជាហើយយ៉ាងម៉េចនៅមុខស្ដេចនេះឯងគ្រាន់តែជាសមត្ថទេនៅពេលនេះយើងឲ្យជំរឿនពួកឯងពីរទី1លែងចៅយើងហើយលុតជង្គង់ឲ្យក្បាលសុំទោសយើងទី2យើងនឹងដកយកគ្រប់យ៉ាងជារបស់ឯង គ្មានអ្នកណាគេមកនិយាយអញ្ចឹងជាមួយយើងយូរហើយឯងមិនព្រមអង្គក្បាលទេអញ្ចឹងឯងក៏រងចាំមើលទៅថាវានឹងងាប់យ៉ាងម៉េច ឯងធ្វើយ៉ាងម៉េចសងទៅឯងវិញយ៉ាងហ្នឹង យេអូជីនឯងហ៊ានប៉ះពាល់យើងផងយើងនឹងកម្ចាត់គ្រូសាឯងមកមួយ ឯងជាស្ដេចនេះហើយវិញយ៉ាងម៉េចទៅមានដូនតាយើងនៅគាត់នឹងយកជីវិតឯងហើយល្អបើឯងចង់ធ្វើចឹងទៅហើយយើងគ្រួសារជានឹងព្រមធ្វើសង្គ្រាម ក្នុងនាមជាមនុស្សគ្រួសារជាយើងក៏ប្រមប្រឈមមកជាមួយគ្រួសារជាយើងឯង ល្អយេអូជីនឯងចង់ប្រឆាំងជាមួយវិមានអ្នកក្រីយើងនេះឯងចង់ក្បត់ជាតិទេ ហើយយ៉ាអាក្មេងឯងនេះហាមកឡើងសុទ្ធតែប្រទេសកាលពីឆ្នាំនោះនគរជួបពូកែយ៉ាងនេះចុងក្រោយវាមិនដល់រលែងដែរទេហ៎ស្ដេចនេះគ្រួសារយើងបើចង់ប្រឆាំងហើយលោកឆាប់ចាត់ការវាទៅ មកវាប្រហែលយ៉ាងនេះស្ដេចនេះលោកក៏មានវាបន្តិចទេ ត្រានេះក្រីមមនុស្សត្រកោគ្រូសាជាវាហ៊ានក្បត់ជាតិកម្ចាត់ពួកវាទាំងអស់សូម្បីតែម្នាក់ក៏មិនទុកជីវិតឲ្យដែរ ណាស់ដែលត្រូវត្រានេះវាចាំងចំនោះសំឡាញ់ជីវិតកម្លាំងធាតុនឹងត្រូវស្រុំយកទាំងអស់វាជាការពុតកម្លាំងរបស់ស្ដេចនេះបែកជាដល់ដំណាក់កាលគួរឲ្យខ្លាំងចឹងសោះលោកដូនតាមិនចឹងលោកព្រមចាញ់គេទៅត្រានេះសៀវវាបែកជាឲ្យវាទៅឯងមើលទៅវាស្រឡាញ់ឯងណាស់ហើយ ឯងគ្រាន់បានជាស្គាល់ត្រានេះផងវាដែលយើងនិយាយមុននេះនៅតែអាចយកជាការបានឲ្យតែឯងព្រមលើកជង្គង់អង្គការសុំទោសយើងប្រកាសជាព្រមលើកលែងទោសឲ្យឯង តាមពិតទៅនេះជារបស់ដែលយើងលេងទេមិនស្មានថាគ្រួសារសៀវឯងបែកជាយកវាតចំណត់ដល់ពេលនេះសោះ បើសិនជាដូច្នេះទៅហើយយើងនឹងបញ្ជូនឯងទៅឋាននរកទៅចុះត្រានេះហឺបំបែង ហ៎ មិនបានជាវាឡើយមានប្រសិទ្ធភាពអញ្ចឹង វាជារបស់យើងស្រាប់ទៅហើយវាមិននឹងអាចធ្វើឲ្យយើងនោះ ឯងឆាប់ឲ្យរបស់ប្រចាំតកមកយើងវិញភ្លាមមិនចឹងទេយើងនឹងសម្លាប់ពួកឯងមកអ៊ុយ អាក្មេងនេះអាងអីក៏បាត់ជាសម្រាប់មួយពូជនេះតាឯងបង្រៀនឯងចឹងរហូតតែពួកឯងក្រោកឡើងមកមិនបាច់ខ្លាចវាទេកម្លាំងដូនតាឯងវាខ្លាំងជាងឯងគិតទៅទៀត
ពួកឯងគិតថាពួកឯងរកក្នុងមួយឯងបានហើយមែនទេឯងគំគិតថាឯងយកបានត្រាអ្នកនោះហើយឯងអាចធ្វើតាមចិត្តថ្ងៃនេះគ្រួសារយាត្រូវតែសងនៅអ្វីដែលពួកឯងបានធ្វើយកនេះនឹងគ្មានអ្នកណាត្រកូលយាទៀតនោះទេហើយពេលនេះទៅគ្រួសារឯងនឹងត្រូវពួកយើងទាំងអស់គ្នាឯងហួរហើយទោះបីជាគ្រួសារយើងឯងតែពួកមកអោនក្បាលលុតជង្គង់អវយើង100ដងក៏មិនអាចបញ្ឈប់កំហឹងរបស់យើងបានដែរពួកឯងមិនមែនគិតថា800ឆ្នាំមុននេះយើងអីក៏មិនបានធ្វើទេហ៎គ្រួសារធំទាំង4មកដល់ហើយគ្រួសារធំទាំង4លាក់ខ្លួនរាប់រយឆ្នាំមិនដែលចេញមកសោះមិនបានជាពួកគេមកអញ្ចឹងឬមួយក៏ដំណាក់នេះគឺសមត្ថភាពអញ្ចឹងទីក្រៅពីគ្រួសារទាំង4ហើយគ្រួសារជាងគ្រួសារហងគ្រួសារឈិនតំណរបស់ពួកគេសត្វតែលើដំណាក់នេះទាំងអស់គឺមេបាក់ឈិងយិនឬមកថាមេបាក់ឈិងយិនខាន់បង្ហាញមុខរាប់រយឆ្នាំហើយនៅមានគ្រួសារជាងដែលផ្ងាដៃក៏អាចត្រឡប់មេឃបានទៀតគ្រួសារជាងខាត់ចូលរួមកម្មវិធីសំខាន់យូរហើយពួកគេក៏មកលេងតាមរឿងអីហ្នឹងប្រមុខគ្រួសារធំទាំងអស់គឺសត្វតែមកអស់ហើយលោកតាមិនបានជាលោកតាមកអញ្ចឹងឯងក៏បានដំណឹងដែរល្អពេលនេះឯងជាស្ដេចលង្ហន់របស់ដំណាក់នេះហើយឯងក៏មានសិទ្ធិមកចូលរួមកម្មវិធីមង្គលការលោកតានេះលោកតាគឺមកចូលរួមហើយចុះអាឡបយោណាជាអ្នកធ្វើឲ្យកម្មវិធីមង្គលការមេបាក់ជឿទៅជឿអញ្ចឹងថាអ្នកណាទេហ៊ានមកបង្ករឿងនៅមង្គលការលោកមេបាក់វានឹងត្រូវងាប់10ដំណោអាក្មេងឯងនេះអល្អមែនចេះដឹងគុណមិនរមិលគុណយើងស្មានថាពួកឯងមិនមកហើយតាបាត់មុនយាអូជាឯងបានជាហ៊ាននិយាយអញ្ចឹងជាមួយប្រមុខគ្រួសារជាងផងប្រហើនឯងបានជាមកឆ្លើយជាមួយលោកមេបាក់ចឹងផងដំណាក់នេះឯងនេះពួកឯងឃើញគុណលោកមេបាក់ហើយមេគ្រួសារផងឋានៈគ្រួសារផងយ៉ាងណាក៏នៅលើគ្រួសារយាដែរនេះលោកក៏មកនិយាយថាវាជាមេបាក់លោកដែរអញ្ចឹងមានលោកមេបាក់គ្រួសារយើងអាចមានថ្ងៃលីបដែរហ៎ហ៊ុនសានឈៀនតំណាងឲ្យគ្រួសារហ៊ុនចង់រិនឈៀនតំណាងឲ្យគ្រួសារជាងឈិនយូចិនតំណាងឲ្យគ្រួសារឈិនស៊ូស៊ុនមកចាក់ដំណាក់នេះសូមអរគុណលោកតាមិនអាចទេមិនអាចនោះទេគ្រួសារជាមិនអាចជាប្រមុខគ្រួសារមានកូនចៅយ៉ាងនេះទេចាប់ហើយលើកនេះពិតជាចាប់ហើយគ្រួសារជាមិននឹកស្មានថានៅពីក្រោយក្នុងវាបែរជាគួរឲ្យខ្លាំងចឹងសោះមិនស្មានថាលោកប្តីរបស់អូនបែរជាខ្លាំងយ៉ាងនេះសោះមកគោរពលោកយាយឯងទៅសូមគោរពយាយព្រះអើយគ្រូសាស្ត្រលាវយើងចាប់ហើយនេះគឺជាសមត្ថភាពពិតរបស់លោកដុនអញ្ចឹងតាមបានជាដូនតាយើងហ៊ានតែមើលងាយដំណាក់នេះអញ្ចឹងសោះតាមពិតគ្រូសាស្ត្រយាទើបជាអ្នកមានជាងគេនៅលើលោកនេះមានអ្នកណាមកហ៊ានធ្វើបាបគ្រូសាស្ត្រយារបស់យើងទៀតលោកដូនតាពិតជាអស្ចារ្យណាស់គ្រូសាស្ត្រលាវខ្ញុំប្រំប្រគល់ទ្រព្យសម្បត្តិទាំងអស់សូមឲ្យទៅលោកយាព្រមលើកលែងទោសឲ្យផងលោកយាពួកយើងក៏ប្រប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យហើយក៏ប្រប្រគល់យើងហើយអាការណាជាលើកទី2ទេបើសិនជាពួកឯងមិនចង់ធ្វើជាមិត្តរបស់គ្រូសាស្ត្រយាទេអញ្ចឹងក៏ធ្វើជាសត្រូវរបស់គ្រូសាស្ត្រយាទេលោកយាគឺពួកយើងខ្វាក់ភ្នែកសូមលោកលើកលែងទោសឲ្យពួកយើងផងទេមែនហើយលោកយាលោកគឺជាអ្នកធំក៏មកប្រកាន់ជាមួយមនុស្សតូចតាចដូចជាខ្ញុំអីមិនស្នឯងថាតែមើលតែគូធ្វើយ៉ាងម៉េចទេពេលនេះដឹងខុសហើយយើងប្រាប់ពួកឯងវាយឺតពេលហើយពួកឯងចេញអស់ទៅពួកឯងចាំតែគ្រូសាស្ត្រយាយើងទូទាត់បញ្ជីជាមួយទៅចាច់ទៅអូយឆាប់គេកាប់មកឡើយឆាប់ទៅពួកជាតែប្រយ័ត្នងាប់ឯងនឹងមកលុតជង្គង់សុំទោសលោកមេបាក់ទៀតឯកោហើយឆាប់និយាយទៅគឺខ្ញុំខ្វាក់ភ្នែកតែមានរឿងជាមួយលោកសូមលោកលើកលែងទោសឲ្យផងទេអ្នកផ្សេងអាចលើកលែងបានប៉ុន្តែឯងមួយឯងជាស្ដេចលងហងឯងបែរជាមានចិត្តអាក្រក់ប្រេចផ្សៃមិនឃើញការលះបង់អ្នកផ្សេងទុកឯងបានការអីមនុស្សគ្រួសារហងវាមានកំណត់មិនល្អវាលែងជាកូនចៅយើងទៀតហើយពីពេលនេះតទៅដល់គ្រប់យ៉ាងអ្នកគ្រួសារសៀវមានឲ្យខ្លាយជាមនុស្សធម្មតាលោកគ្រប់យ៉ាងរបស់គ្រួសារសៀវយើងគឺត្រូវឯងបំផ្លាញអស់ហើយអតិរឆានឯងកុំមកប៉ះយើងលោកមេបាលោកជិងម៉េចលែងមានអ្នកមករំខានហើយពួកយើងបន្តទៀតទៅកម្មវិធីបន្តទៀតអូសូមកូនកំឡោះកូនកំមុំបដូរកែវស្រាគ្នាលោកយាយចាំខ្ញុំលោកយាយទៅបដូររកថ្មីចឹងអត់ទៅឲ្យនៅត្រឡប់មកវិញហើយចុះនេះមិនជាស័យសាប្រចាំសាលាទេអីជាស័យសាប្រចាំសាលាមែនក៏ល្អថ្ងៃនេះពួកយើងមកជួបជុំគ្នាមកជួបជុំគ្នាម្ដងទេសុំទៅផើចាំថ្ងៃក្រោយចាស់នេះអ្នកនាងស៊ូមិនតពួកយើងនៅក្នុងផ្នែកមែនគេជាស្រីស្អាតគេរកតាំងពីរៀនមកពេលនេះគេមិននឹងអានមកលេងជាមួយនឹងពួកយើងនោះមិនអីទេលោកយាយអានិយាយជាមួយមិត្តប្រមាណម៉ាត់បានលោកដូនតានៅមិនប្រកាន់ទេលោកដូនតានេះស៊ូជីងមិនត្រូវប្រុសចាស់អញ្ចឹងមិនអ្នកនាងស៊ូឈប់តាក់ទៅទេមកផឹកជាមួយគ្នាមួយកៅមកគ្រប់គ្នាចាប់មើលនេះថាជាងបានជួបអ្នកណាទេគឺជាអ្នកនាងស៊ូស្រីស្អាតប្រចាំសាលាយើងនេះអីតាមពិតគឺជាអ្នកនាងស៊ូសឹងខាងជួបគ្នាយូរហើយនេះនាងពិតជាមិនបដូរសឹងអ្នកប្រទូលើថាកាលពីឆ្នាំនោះលោកបានទៅសារភាពស្នេហ៍ជាមួយអ្នកនាងស៊ូទៀនកុំនិយាយប្រេះប្រដាយើងដែលទៅសារភាពជាមួយវាតាំងពីកាលណាទៅគ្រួសារស៊ូពិតជាមានទ្រព្យសម្បត្តិមែនតែបើធៀបជាមួយគ្រួសារយើងវាខុសគ្នាឆ្ងាញ់ណាមើលទៅប្រហែលជាអ្នកនាងស៊ូទៅសារភាពស្នេហ៍ដល់អ្នកប្រទូហើយទៅអ្នកប្រទូបដិសេធតិចហ្នឹងឯងខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានរៀនជាមួយអ្នកទាំងអស់គ្នាមកស្រាមួយកៅនេះខ្ញុំជម្រាបគ្រប់គ្នាចឹងខ្ញុំនៅមានការទៀនសូមទៅសិនហើយ
ស៊ូជីមីពួកយើងជាមិត្តនាងផឹកសាហើយចង់ទៅទាំងចឹងនេះមិនទៅពួកយើងក្នុងផ្នែកពេកហើយយ៉ាងឈីងនេះឯងមកមិនដឹងទេស៊ូជីមីថ្ងៃនេះក៏គឺពាក់អារម្មណ៍ហ្នឹងតែគឺត្រូវទៅរៀបមង្គលការទៀនប្រកាសនេះថ្ងៃនេះជាថ្ងៃមង្គលការរបស់យើងចឹងទៅហេមិនមកជំនាញច្រើនគេអញ្ចឹងនាងក៏មកបង្ករឿងនេះសិនអ្នកប្រុសទូវាមកធ្វើបាបគេនោះមិនមកបាបមកពួកយើងទេអីស៊ូជាងម៉េចវាគឺនឹងជាអ្នកនាំមកមើលលើធ្លាប់ជាមិត្តនឹងគ្នានឹងឆាប់ឲ្យវាសុំទោសយ៉ាងឈៀងក្រៀមទៅរឿងនេះក៏ចាប់ទុកថាចប់ហើយសុំទោសពួកឯងនេះក៏សំដែរអ្នកកថាខ្លួនឯងជាអ្នកណាទេនាងច្រើនគេហើយក៏តែទាំងអញ្ចឹងមកលើមកមកនាងស៊ូមិនឲ្យនាងសំគេនោះចាប់ទុកថាចិត្តល្អណាស់ហើយអញ្ចឹងកុំគិតថាចឹងពីទីនេះបានទេសោះពួកឯងកុំគិតថាយើងមិនដឹងថាពួកឯងគិតអីនោះតាំងពីពួកនាងហើយលោកយាយយើងចង់មកផឹកស្រានោះមកដល់ពេលនេះមិនឲ្យលោកយាយយើងចេញទេនេះគឺពួកថោកទៀតឯងចាំមកធ្វើបាបលោកយាយយើងរកអារម្មណ៍សប្បាយទេយើងមើលលើពួកឯងជាមិត្តលោកយាយយើងមិនប្រកាន់ជាមួយពួកឯងទេមិនចាំតែសម្រាប់លើពួកសម្រាប់អស់ឯងនេះមិនអាចទទួលកំហុសគ្រួសារយើងបានទេនឹងគិតថាខ្លួនឯងជាស្អីក៏ហ៊ានមកបដៅពួកយើងផងឯងហ៊ានវាយយើងផងនេះល្អបន្តិចទៀតយើងនឹងឲ្យឯងយំលើជង្គង់សុំទោសរបស់យើងចិនឆឹងនេះតែមិនអីទេមិនទេលោកយាយខ្ញុំមិនអីទេមកក៏ការលោកយាយជាមួយលោកដូនតាសំខាន់ជាងមកជាមួយខ្ញុំមកឈប់សិននាងហៅវាថាម៉េចគឺជាលោកយាយអីអ្នកនាងស៊ូនាងពិតជាប្រកែកមែនមកជាត្រៀមមង្គលការជាមួយតាកញ្ចាស់ទៅវិញវាគឺជារឿងធំណាស់ស្រីស្អាតប្រចាំសាលាយើងមកជាត្រៀមការជាមួយនឹងតាកញ្ចាស់ទៅវិញពួកអញនិយាយស្ដីឲ្យស្រួលបន្តិចទេក៏មកប្រមាថប្តីយើងនោះនាងគិតថាខ្លួនឯងជាអ្នកណាទេហើយនាងថាស្រីស្អាតប្រចាំសាលានោះនាងក៏បានចិត្តហើយអីមង្គលការថ្ងៃនេះនាងក៏ចង់រៀបការអីសោះកុំឲ្យបែកភ្លេចទេខុសឈ្មោះសាលានាងអ្នកនាងស៊ូសម្រាប់លើមុខមាត់នាងតែរកអ្នកមានម្នាក់នោះមិនមកជារឿងងាយទេអីនាងមកជាខ្វក់ភ្នែកយកតាកញ្ចាស់ទៅវិញមង្គលការនោះយើងមិនព្រមទេយើងរៀបការជាមួយអ្នកណានោះក៏ជារឿងយើងមិនតែក្បាលពួកនាងទេអញ្ចឹងនាងចង់រៀបការជាមួយអ្នកណាទេស៊ូជីមីមិនមកជានាងថោកទៀតយ៉ាងនេះមកជាចង់រៀបការជាមួយតាកញ្ចាស់ទៅវិញប្រធានថ្នាក់ត្រូវនេះបលិចចង្ក្រៅនោះតែមកគិតពីថ្នាក់យើងយ៉ាងម៉េចទេមិនអាចឲ្យវារលួយម្នាក់ឯងតែបំផ្លាញដល់គេគ្រប់គ្នាទេមិនខុសទេមង្គលការនេះយើងមិនព្រមទេរឿងគ្រួសារយើងដល់វិញពួកនាងមកចេះដឹងតាំងពីកាលទេយើងត្រូវការជាមួយអ្នកណានោះវាក៏គ្មានអីពាក់ព័ន្ធជាមួយនឹងពួកនាងដែរស៊ូជាងម៉េចនាងមិនបានលើប្រធានថ្នាក់ថាមិនឲ្យយើងការគឺដើម្បីឲ្យនាងល្អទេនេះនាងមកលុយបែបនេះតាំងពីកាលណាទៅអេអ្នកប្រុសទូមិនចឹងលងតែការជាមួយស៊ូជីងម៉េចទេកុំឲ្យអ្នកនាងស៊ូពួកយើងទៅបំផ្លាញអនាគតចោលនេះល្អចឹងយើងក៏បង្ខំវាតែចុះអ្នកនាងស៊ូនាងមិនឆាប់អស់ទៅអ្នកប្រុសទូទេគេកំពុងតែជួយដល់នាងនេះយើងថាថ្ងៃនេះក៏ការនៅទីនេះតែម្ដងទេពួកអញពិតជាឈ្គត់បានហើយអ្នកនាងស៊ូយើងធ្វើដើម្បីនាងល្អណាស់កុំឲ្យនាងខកអនាគតយើងថាណាស់នាងក៏គង់តែត្រូវអរគុណអ្វីដែលគ្រប់គ្នាបានធ្វើនៅថ្ងៃនេះចូលទៅពួកនាងចង់ធ្វើអីឡើងយើងលោកដូនតាមិនល្អទីលោកយាយត្រូវមនុស្សមួយក្រុមចាប់ទៅបាត់ហើយប្រហែលអារបស់កាច់ណាជាអ្នកបានលោកយាយនោះយើងគឺជាអ្នកមិនផងមុនគេគឺអ្នកណាជាឆាន់ឯងនាំផ្លូវទៅពួកយើងទៅជាមួយគ្នាពួកឯងឡើងយើងពួកឯងនឹងថាពួកឯងកំពុងធ្វើស្អីដែរទីស៊ូជីមិនជប់មើលទេពួកយើងដើម្បីនាងល្អទីតែការជាមួយអ្នកប្រុសទូវាល្អជាងការជាមួយការចាស់ឆ្ងាយនេះមួយរកមេឃនេះអត់ទេពីគោរពដូនតាអត់ទេចង់គោរពអីពួកនេះប្រកាសជាតិនឹងស្ដាយការមិនខានស៊ូជីមិនតែទីគោរពដូនតាហើយចាំឲ្យអ្នកប្រុសទូគេឆ្លាក់ត្រង់នាងអញម្ដងនាងចិត្តដឹងហើយថារាងកាយរបស់យើងវាខ្លាំងប៉ុណ្ណាតែប្រពន្ធគោរពគ្នាអញគឺជាអ្នកណាពួកនាងនឹងដឹងថាយើងជាអ្នកណាហើយអូយកាដុកឆៃឡើងឯងចាំបងជាអ្នកចាត់ការអាចយ៉ាងไรអាចឆាប់លេប្រពន្ធយើងព្រាមអើយអញហ៊ានវាយើងឯងនឹងវាទៅនេះហើយឯងដឹងថាយើងជាអ្នកណាដែរទេយើងខំទៅវិញមនុស្សតដៃយូរហើយឯងធ្វើឲ្យយើងខំនេះមានច្បាប់ដែរទីឯងមកជាហ៊ានវាយមនុស្សនៅចំពោះមុខគេច្រើនយ៉ាងនេះផងអូយឯងយើងគឺជាប្រធានថ្នាក់របស់ស៊ូជីមិនអូយក្នុងនាមនាងជាប្រធានថ្នាក់នាងឃើញតែតែគេធ្វើបាននាងធ្វើមិនដឹងឯងនាងធ្វើជាប្រធានថ្នាក់គេបានយ៉ាងម៉េចពួកយើងក៏ដើម្បីវាល្អដែរពួកយើងគ្រាន់តែមិនចង់ឃើញវាតកាជាមួយតាកញ្ចាស់ប៉ុណ្ណឹងអូយគឺជាតាចាស់ដែលលោកនិយាយនោះហើយយើងចាំមើលឋានៈហ៊ានមកជុំមង្គលការយើងជាមួយឈៀងម៉ៃនោះនេះតែមានរឿងអីហ្នឹងប្តីរបស់ស៊ូជីងម៉ៃមិនជាតាចាស់ទេអីហើយនៅក្មេងយ៉ាងនេះទៀតនេះមើលមកក៏មិនមែនជាតាកញ្ចាស់ដែរយូរមកខ្វល់ថាឯងជាអ្នកណាទេឯងហ៊ានមកគ្មានផ្លូវរត់ទេត្រូវហើយនៅក្រុងនេះមិនដែលលើថាអ្នកណាខ្លះជាអ្នកប្រុសទូទេឯងជាប្តីរបស់ស៊ូជីងម៉ៃហើយយ៉ាងម៉េចនៅ5នាទីមុននេះគ្រួសារទូវាបានរលាយហើយទ្រព្យសម្បត្តិគ្រួសារទូទាំងអស់បានរលាយអស់ហើយអ្នកនៅទីនេះទាំងអស់ការរកស៊ីគ្រួសាររបស់ពួកឯងបានរលាយអស់ហើយការធនាគារពួកឯងបង្កឲ្យពួកឯងគ្មានទ្រព្យសម្បត្តិអីទៀតទេ
គឺស្ដេចលោកស្ដេចល្បែងជាមួយទេវតាល្បែងពួកគេសុទ្ធតែជាមនុស្សដែលមិនអាចឃើញនៅក្នុងទូរទស្សន៍មកកថានេះពួកគេមកទីនេះទាំងអស់គ្នាអញ្ចឹងនេះតាមមានរឿងអីហ្នឹងពីព្រោះអីពួកគេជាកូនចៅរបស់ដូនតាជាងក្នុងពេលនោះដែរពួកគេក៏ជាកូនចៅរបស់មិត្តពួកឯងស៊ូជីងម៉េចដែរជាងម៉េចពួកវាជាមិត្តអូននេះអូនចង់ចាត់ការយ៉ាងម៉េចអូនគ្មានមកថោកទាញចឹងទេយើងនឹងឲ្យអ្នកធ្វើបាបជាងម៉េចនោះពីថ្ងៃនេះទៅនឹងគ្មានរូបរាងនៅលើលោកនេះទៀតទេអ្នកនាងស៊ូពួកយើងគឺលេងសើចជាមួយនាងទេសូមនាងដោះលែងពួកយើងទៅស៊ូជីងម៉េចមើលលើពួកយើងជាមិននឹងគ្នាណាសូមនាងដោះលែងពួកយើងផងទេជីងម៉េចពួកយើងក៏តបជាមួយគ្នាណាអញឃើញហើយអីមើលលើពួកយើងខ្លំក៏តបជាមួយគ្នាអញក៏តែទប់ភ្លើងឲ្យពួកយើងផងឲ្យពួកយើងផងទេចឹងចាំអ្វីដាក់ដៃយើងនិយាយមុននោះជូនពួកនាងមិនមែនដាក់ខ្លួនខុសទេប៉ុន្តែគឺខ្លាចទទួលបានលទ្ធផលដែលពួកនាងបានធ្វើទេគ្រប់យ៉ាងដែលពួកនាងធ្វើលើឈៀងមិញនោះវាមិនអាចលើកលែងឲ្យបានទេចាំមង្គលកាអីនេះបងថាទេបងដូចជាកូនចាស់ស៊ីស្មៅខ្ចីដែរទេនេះជាឆ្នាំអាយុវិញនៅលើលោកនេះចុងក្រោយគេពីពេលនេះទៅអូនក៏ជាកូនចាស់ដែរហើយចាំបើសិនបើមកឆ្នាំក្រោយនោះបងចង់ឆ្លាញ់អូនតែគិតយ៉ាងម៉េចទេអញ្ចឹងពួកយើងក៏មានកូនដែរច្រើនបែបនេះគឺគ្មានពេលទៅគិតរឿងផ្សេងទេតែវេលាបជាដល់លឿនមែននេះកាត់ទៅនេះកន្លងផាត់អស់600ឆ្នាំទៅហើយមែនហើយក៏មិនដឹងថាកូនចៅចំនួនក្រោយរបស់គ្រួសារស៊ូជាមួយគ្រួសារយាយយ៉ាងម៉េចទៅហើយទេមិនចាំពួកយើងចាប់ពីលើភ្នំទៅមើលទេល្អអន្តើ600ឆ្នាំនៅស្រឡាញ់គ្នាធម្មតាអ្នកខ្លះមិនបានមួយឆ្នាំផងបែកគ្នាបានសួស្តីក៏ដូចជាស្វាគមន៍ទៅกับប្រិមិត្តខ្ញុំបាទឡូដោយសារតែខ្ញុំអត់មាន channel goal សម្រាប់ខ្លួនឯងនោះទេអញ្ចឹង channel ដែលខ្ញុំផុសរឿងមួយនេះគឺជា channel ដែលខ្ញុំមិនលក់នោះទេអញ្ចឹងតើអ្នកអាចដាក់ចិត្តដាក់កាយ subscribe ព្រមទាំង like comment ឲ្យម្នាក់មួយផងហើយក៏កុំបារម្ភថា channel នេះលក់តាណាដែរបើសិនជាលក់តើមានតល់ខ្លាំងក៏ប៉ុន្តែកំភៃអីថ្ងៃនេះខ្ញុំបានលើកចូលនៅរឿងថ្មីមកសម្រាយឲ្យតើនេះបានទស្សនាវាគឺជារឿង graphic ក៏ស្អាតដំណើររឿងក៏ល្អមើលក៏ប៉ុន្តែមានអ្នកសម្រាយមុនក៏ប៉ុន្តែកំភៃអីខ្ញុំនឹងធ្វើការសម្រាយវាជារៀងរាល់ថ្ងៃដើម្បីឲ្យឆាប់ទាន់ក្រុមហ៊ុនគេអញ្ចឹងសង្ឃឹមថាតើអ្នកជួយគ្រប់គ្រងតោះចូលទៅកាន់រឿងថ្មីរបស់យើងតែម្ដងទៅចាប់ផ្ដើមឡើងមានបរិសុទ្ធចំណាស់ម្នាក់នៅជាមួយចៅរបស់គាត់កាន់ទៀនព្រមទាំងមើលទៅកាន់រូបចម្លាក់នៅលើប្រាសាទព្រមទាំងនិយាយផងដែរថាតើវានៅទីណាទៅវិញ្ញាណដូនតាសិនលីងប្រាប់ទៅកាន់ចៅថាដូនតាសិនលីងក៏បានហ្វឹកហាត់ព្រមទាំងបានទៅកាន់នៅក្នុងពិភពអមតៈរួចចៅក៏សួរថាតើលោកតាធ្លាប់បានទៅពិភពអមតៈដែរទេលោកតាក៏ប្រាប់ថាអត់នោះទេទោះបីជាតាហ្វឹកហាត់រាប់រយឆ្នាំក៏នៅតែមិនអាចឡើងទៅពិភពអមតៈបានប្រាប់ទៅកាន់ចៅថាប្រសិនបើចៅមានសំណាងដាវអាចផ្ដល់ឱកាសឲ្យចៅឡើងទៅពិភពអមតៈបានរឿងក៏បានបង្ហាញនៅទីក្រុងមួយយើងបានឃើញនៅក្នុងទីក្រុងមួយនេះកំពុងតែប្រារព្ធនៅពិធីគឺយោសានដែលត្រូវជាពិធីសិនលីងពួកគេប្រារព្ធពិធីនេះដោយសារតែនេះគឺជាថ្ងៃដែលព្រះនាងធ្វើការឡើងទៅពិភពអមតៈពិធីមើលទៅពិតជាល្អក៏ប៉ុន្តែជាកំខ្វល់អីយើងបានឃើញបរិះកំឡោះពីរនាក់កំពុងតែនិយាយគ្នាតែឯងគិតថាព្រះនាងអាចឡើងទៅពិភពអមតៈបានដែរទេម្នាក់ទៀតប្រាប់ថាហេតុអីមិនអាចទៅនៅពេលដែលនាងមានអាយុ20ឆ្នាំនាងគឺខ្លាំងលើសគេទៅហើយនៅក្នុងពិភពមួយនេះហើយឥឡូវនាងក៏បានក្លាយទៅជាព្រះនៅក្នុងពិភពមួយនេះដូចគ្នានៅខាងលើយើងបានឃើញមេកងមួយកំពុងតែធ្វើការត្រួតពិនិត្យប្រាប់ទៅកាន់កូនចៅថាចង់មិនទៅហើយកូនចៅប្រាប់ថាកំរំអីពួកគេបានរៀបចំរួចជាស្រេចអញ្ចឹងនៅពេលណាដែរឃាតករលេចមុខគេក៏មិនអាចចេញទៅវិញបាននោះទេនៅខាងក្រោមយើងបានឃើញបរិះម្នាក់ដែលនេះគឺជាតួឯករបស់យើងមានឈ្មោះថាស៊ីវឈិនកំពុងតែធ្វើដំណើរនៅក្នុងពិធីមួយនេះក៏ប៉ុន្តែមើលទៅកាន់អាកប្បកិរិយាកំពុងតែបារម្ភពីអ្វីម្យ៉ាងនិយាយឲ្យជាក់ស្ដែងទៅគាត់ត្រូវបានគេយល់ច្រឡំថាគាត់គឺជាអ្នកសម្លាប់អ្នកបម្រើរបស់អត្តរាជដោយសារតែបែបនេះពួកគេធ្វើការមកតាមសម្លាប់គាត់ដែលនៅក្នុងពិធីបុណ្យគាត់ត្រូវបានរកឃើញដោយក្រុមរបស់អត្តរាជអញ្ចឹងពេលនេះក៏មានតែបញ្ញាប់ចាក់ចេញនោះទេនៅពេលដែលស៊ឺឆិនចេញទៅគេពិតជាភ្ញាក់បើមិននឹកស្មានថាស៊ឺឆិនបាយចលៀនបែបនេះបាត់គេបាត់ស៊ឺឆិនកំពុងតែដើរនៅក្នុងផ្លូវស្ងាត់មួយគាត់ក៏បានដឹងផងដែរថាទីនេះមានសត្វតែឃាតករបន្ទាប់ពីធ្វើការស្ទង់មើលគាត់ដឹងថាទីនេះមានឃាតករ7នាក់ដល់ទៅមុខបន្តិចសួរថាតែចាំម៉េចមិនចេញមកទេម្នេះប្រសិនបើមិនចេញមកខ្ញុំចេញហើយក៏ប៉ុន្តែស្របពេលនោះឃាតករគប់អាវុធទៅកាន់ស៊ឺឆិនកិច្ចផុតរួចក្រុមសេនាអត្តរាជធ្វើការមកដល់ជាងខ្ញុំសុំហៅបរិះឈប់ភ្នែកថាគឺជាមេដឹកនាំនៃក្រុមកងសេនាទៅចោះក្រុមមេដឹកនាំនៃកងសេនាក៏បាននិយាយទៅកាន់ស៊ៅឆិនថាស៊ៅឆិនឯងបានសម្លាប់ទៅកាន់អ្នកបម្រើរបស់អត្តរាជអញ្ចឹងឯងថ្ងៃនេះត្រូវតែស្លាប់បញ្ជាកូនចៅឲ្យសម្រុកចូលទៅស៊ៅឆិនចាប់បានអាស័យមួយពោពេញទៅដោយភ្លើងព្យាយាមវាយជាមួយនឹងកងកម្លាំងទៅនោះទោះបីជាពួកគេចូលមកមួយត្រូវបានវាយមួយចូលមកពីរត្រូវបានវាយពីរកម្លាំងរបស់ស៊ៅឆិនពិតជាមិនអន់រួចមានក្បាច់អីពិតជាលយទាញជាមួយនឹងអាស័យរបស់គាត់សម្រុកចូលទៅកាប់ទៅកាន់កងសេនាធ្វើឲ្យពួកគេត្រូវបានប៉ើងស៊ៅឆិនប្រាប់ថាខ្ញុំប្រាប់លោកច្រើនដងហើយខ្ញុំមិនមែនជាអ្នកសម្លាប់អ្នកបម្រើរបស់អត្តរាជនោះទេឬបែបនេះមេកងឬក៏ជាមេដឹកនាំ
មនៃឆ្មាំរបស់អាត្រីនៅតែនិយាយចឹងថាទោះបីជាឯងមិនមែនជាអ្នកសម្លាប់ក៏ប៉ុន្តែឯងត្រូវតែបងថ្លៃសម្រុកសុំមកប៉ះគ្នាជាមួយនឹងសៅឆាន់អ្នកទាំងពីរវាយគ្នាពិតជាលឿនក៏ប៉ុន្តែជាចុងក្រោយត្រូវបានសៅឆាន់មួយយើងភ្ជុងកមេដឹកនាំកងទ័ពរបស់អាត្រីប្រាប់ទៅកាន់សៅឆាន់ថាឯងហ៊ានតែសម្លាប់យើងឯងមករួចខ្លួននោះទេក៏ប៉ុន្តែសៅឆាន់ប្រាប់ថាបើសិនជាខ្ញុំដោះលែងលោកតែខ្ញុំរួចខ្លួនដែរទេអញ្ចឹងពេលនេះក៏ស្វាច់កាត់កចោលមួយសម្លាប់រួចសៅឆាន់ក៏ចង់ចេញទៅក៏ប៉ុន្តែស្របនៅក៏ស្រាប់តែមេក្របបាល់ត្រូវបានបោះចេញមកនិយាយថាព្រះនាងបានបញ្ជាក់ច្បាស់ៗឲ្យលោកគឺជាអ្នកសម្លាប់អ្នកបម្រើរបស់អាត្រីតលោកចាំបកាយទីម្នាក់សៅឆាន់ព្យាយាមកិច្ចក៏ប៉ុន្តែគាត់ក៏នៅតែត្រូវចាប់បានដោយក្រុមនារីទៅនោះស្របពេលនោះក៏ស្រាប់តែមានកញ្ញាដ៏ស្រស់ស្អាតម្នាក់បានធ្វើដំណើរមកដល់ចុះនៅលើដំបូលមួយមើលទៅកាន់សៅឆាន់និយាយថាអូតើលោកម្នេះគឺជាសៅឆាន់អញ្ចឹងនាងមានឈ្មោះថាចៅលីងអឺសៅឆាន់ប្រាប់ថាខ្ញុំគ្មានបំណងចង់ឆ្លោះជាមួយនឹងនាងនោះទេដោយឡែកអ្នកបម្រើរបស់អត្តរាជត្រូវបានស្លាប់ដោយសារតែនាងខ្ញុំបានឃើញគេឆ្លោះជាមួយនឹងនាងរួចក៏រអិលធ្លាក់ទៅលើជ្រោះនេះគឺជាកំហុសរបស់នាងក៏ប៉ុន្តែកញ្ញាលីងអឺប្រាប់ថាសម្រាប់គេចោលទៅកញ្ញាទាំងអស់នោះលឺបំនេះក៏ចាប់ផ្ដើមក៏ប៉ុន្តែសៅឆាន់ព្យាយាមរើក៏ដឹងថាក្បួននៃការបង្កើតដែលកញ្ញាទាំងនេះបង្កើតមកវាពិតជាខ្លាំងអញ្ចឹងក៏បញ្ចេញធម្មពលវាយទៅលើដីមួយដៃទៅធ្វើឲ្យកញ្ញាទាំងអស់ត្រូវបានប៉ើងបញ្ចេញអំណាចធម្មពលលោតទៅវាយកញ្ញាលីងអឺក៏ប៉ុន្តែកញ្ញាលីងអឺទប់យ៉ាងស្រួលទៅដល់ខាងក្រោមសៅឆាន់លោតទៅវាយកញ្ញាលីងអឺបន្តទៀតក៏ប៉ុន្តែមើលទៅមិនមែនស្ដាយគូរបស់កញ្ញាលីងអឺប្រើតែម្រាមវាយឲ្យសៅឆាន់ប៉ើងកញ្ញាលីងអឺសម្រុកចុះទៅទាញដោយចាក់ទៅកាន់សៅឆាន់ព្យាយាមបញ្ចេញជាមួយនឹងរបាំងការពារក៏ប៉ុន្តែវាក៏ត្រូវបានបែកភ្លាមពេលនេះសៅឆាន់ដាក់មេប្រូចភ្លាមនាងប្រាប់ទៅកាន់កញ្ញានៅខាងក្រោមថាកំតាមគេអីពួកនាងមិនមែនស្ដាយគូរបស់គេនោះទេរួចកញ្ញាលីងអឺក៏លោតទៅតាមសៅឆាន់មកយើងទៅតាមផ្លូវពេលនេះលីងអឺព្យាយាមវាយទៅកាន់សៅឆាន់ក៏ប៉ុន្តែសៅឆាន់នៅតែអាចគេចផុតធ្វើការរត់ទៅបន្តទៀតពួកគេនៅតែប្រដេញគ្នានៅលើដំបូលរបស់ប្រជាជនរួចសៅឆាន់មានអាការលោតឡើងទៅលើកងភ្លើងពេលនេះលីងអឺនៅតែមិនឲ្យរួចខ្លួនព្យាយាមលោតឡើងទៅព្រមទាំងដេញតាមសៅឆាន់លោតទៅវាយជាមួយនឹងសៅឆាន់បន្តទៀតថយមកខាងក្រោយបញ្ចេញជាមួយនឹងដាវរបស់នាងបំបីទៅជាពាក្យច្រើនរួចក៏វាយទៅកាន់សៅឆាន់បន្តទៀតសៅឆាន់ព្យាយាមតបព្រមទាំងកិច្ចខ្លួនកញ្ញាម្នាក់នៅលោតចូលទៅវាយសៅឆាន់ក៏លោតថយមកខាងក្រោយបន្តិចព្រមទាំងគិតថាគាត់ត្រូវតែបញ្ចប់រឿងនេះឲ្យបានឆាប់បញ្ចេញធម្មពលរបស់គាត់វាយទៅកាន់ព្រះនាងលីងអឺក៏ប៉ុន្តែព្រះនាងលីងអឺក៏អាចបំបីបានស្របពេលដែលដាវរបស់ព្រះនាងលីងអឺប៊ីនឹងចាក់ករបស់សៅឆាន់ក៏ស្រាប់តែពេលវេលាត្រូវបានកោដែលនោះគឺជាដំណើរមកដល់របស់ព្រះនាងម្នាក់ទៀតដែលនាងគឺជាត្រកូលគេយូស៊ូគឺជាត្រកូលដែលតែងតែឡើងទៅកាន់ពិភពអមតៈអញ្ចឹងពេលនេះដើរមកមើលទៅកាន់ប្រជាជននិយាយថាការសប្បាយការខឹងការរីករាយស្នេហាពួកវាទៅមុខដោយពេលវេលាពួកវាក៏នឹងត្រូវបានបំផ្លាញទៅមុខបន្តទៀតឃើញសៅឆាន់ព្រមទាំងព្រះនាងលីងអឺវាយគ្នាក៏បង្វៀងដានបន្តិចទៅតនេពេករួចក៏បានចាក់ចេញពីទីនេះអ្វីៗគ្រប់បែបយ៉ាងក៏បានត្រឡប់មកដូចដើមវិញដាវរបស់ព្រះនាងលីងអឺចាក់ទៅកាន់សៅឆាន់ខុសនាងក៏ឆ្ងល់ដែរហេតុអ្វីបានជាដាវរបស់នាងត្រូវបានចាក់ខុសរួចក៏ទៅតាមសៅឆាន់បន្តទៀតក៏លេចមើលទៅកាន់ទីតាំងមួយទៀតមានប្រជាជនជាច្រើនកំពុងតែចាំមើលត្រកូលនៃគ្រួសារគេយូស៊ូធ្វើការឡើងទៅកាន់ពិភពអមតៈស្របពេលនោះក៏ស្រាប់តែព្រះនាងដែលយើងបានឃើញមនុស្សបានធ្វើដំណើរមកដល់ទីនេះក៏ស្រាប់តែដើមឈើដែលត្រូវបានស្លាប់ក៏ត្រូវបានងើបត្រឡប់មកវិញនាងមានឈ្មោះថាឡាណូអញ្ចឹងប្រសិនបើខ្ញុំអានខុសខ្ញុំសុំទោសផងដោយសារតែនេះខ្ញុំប្រែមកពីចិននោះទេអញ្ចឹងបើខុសខ្ញុំសំខាន់តែគ្រាន់តែមកដល់ភ្លាមនៅខាងលើប្រែទៅជាមុខខ្មាញ់បញ្ចេញជាមួយនឹងធម្មពលក្បួននៃការបង្កើតមួយរួចប្រតិចារឡាណូទីងដើរនិយាយថាបំបីខ្យល់បាញ់មួយទៅផងទៅកាន់ក្បួននៃការបង្កើតក៏អាចបំបីវាបានក៏ស្រាប់តែលេចចេញឡើងនៅបកមួយដែលនេះគឺជាបកគីយូស៊ូហើយក៏មានអ្នកយាម2នាក់ដូចគ្នាអុកលំពេងមួយទំហឹងស្របពេលនោះក៏ស្រាប់តែលេចចេញឡើងនៅចន្ទះទៅទេវភាពធ្វើការឡើងទៅកាន់បកគីយូស៊ូរួចពេលនេះប្រតិចារឡាណូក៏បានឡើងទៅក៏មានសម្លេងមួយបាននិយាយផងដែរថាបំភ្លេចអតីតកាលព្យាយាមដើរទៅមុខទៅក្នុងពិភពអមតៈប្រយោជន៍ជាអមតៈអកលជានិច្ចសៅឆាន់ក៏បានឃើញពីទស្សនវិជ្ជាមួយនេះក៏ប៉ុន្តែស្របពេលនោះព្រះនាងលីងអឺនៅតែមកតាមបន្តទៀតអ្នកទាំងពីរធ្វើការប្រយោជន៍រីឯខាងប្រតិចារឡាណូកំពុងតែឡើងទៅគិតថាបំភ្លេចរឿងអតីតកាលប្រយោជន៍អកលជានិច្ចតើខ្ញុំនៅតែជាខ្ញុំទៀតដែរឬទេងាកមើលចុះទៅខាងក្រោមដោយសារតែរឿងមួយនេះបកគីយូស៊ូធានមិនពិតជាមិនពេញចិត្តអញ្ចឹងពេលនេះអ្នកយាមទាំងពីរនាក់ក៏បានវាយទៅកាន់ចន្ទាដែលឡើងទៅខាងលើបំបាក់ខ្ទេចប្រតិចារឡាណូក៏បានធ្លាក់ចុះមកខាងក្រោមស្របពេលដែលនាងកំពុងតែធ្លាក់សៅឆាន់ព្រមទាំងព្រះនាងលីងអឺពិតជាព្យាយាមផ្អើលនិយាយថាតើនាងពិតជាបរាជ័យមែនទេនៅខាងប្រតិចារឡាណូគិតថាខ្ញុំបានកាត់ផ្ដាច់នៅសេចក្តីស្រឡាញ់ហេតុអ្វីតែប៉ុណ្ណេះមិនតាន់គ្រប់គ្រាន់ទៀតមែនទេខាងសៅឆាន់ព្រះនាងលីងអឺក៏បានបញ្ចេញធម្មពលមួយទំហឹងវាយទៅកាន់សៅឆាន់ទោះបីជាបញ្ចេញរបាំងមកការពារពេលនេះនៅតែវេទនាដោយសារតែនៅខាងក្រោមគឺជាជ្រោះទប់រួចនៅតែមិនតាន់រួចខ្លួនព្រះនាងលីងអឺក៏បានបញ្ចេញនៅក្បាច់ដ៏ខ្លាំងរបស់នាងចេញមកធ្វើឲ្យសៅឆាន់ត្រូវបានធ្លាក់ចុះទៅខាងក្រោមវាបាក់ភ្នំសំបីតែព្រះនាងលីងអឺក៏ត្រូវបានធ្លាក់ចុះទៅខាងក្រោមដូចគ្នាពន្លឺមួយក៏បានបាញ់ជះទៅលើអ្នកទាំងពីររីឯខាងប្រតិចារឡាណូពេលនេះក៏បាន
បានជិះនៅហងទៅវិភាពនិយាយថាខ្ញុំមិនចង់ខ្លាយទៅជាអ្នកហ្វឹកហាត់អមតៈទៅកាន់ពិភពអមតៈដែលពោពេញទៅដោយភាពខុសខើព្រមទាំងកាត់ផ្ដាច់នៅចំណងខ្លួនឯងនោះទេក៏ប៉ុន្តែចំណងរបស់ខ្ញុំមិនមែនសម្រាប់រឿងស្នេហានោះទេអញ្ចឹងពេលនេះហោះឡើងទៅខាងលើក៏ស្រាប់តែសម្លេងនៅខាងលើបាននិយាយបន្តទៀតថាចង់ឡើងទៅកាន់ភាពខ្ពង់ខ្ពស់ក៏ប៉ុន្តែនាងបែរជាខ្លាចការវង្វេងម្នេះរួចអ្នកជាមទាំងពីរនាក់ក៏បានទីលំពេងវាយទៅកាន់ព្រឹទ្ធាចារ្យឡាណូក៏ប៉ុន្តែស្របពេលនោះព្រឹទ្ធាចារ្យឡាណូក៏បានទាញដាវសម្លាប់ទៅកាន់អ្នកយាមទាំងពីរនាក់ផ្ទាល់តែម្ដងធ្វើការហោះឡើងទៅខាងលើខាងសៅឆិនព្រមទាំងកញ្ញាលីងពេលនេះកំពុងតែវាយគ្នាក៏ស្រាប់តែត្រូវបាននាំពំដោយសត្វដទៃវិភាពឡើងទៅខាងលើព្រមទាំងឆ្លងទៅកាន់ពិភពអមតៈដូចគ្នាសៅឆិនពេលនេះកំពុងតែឆ្លងទៅតាមច្រកទ្វារក៏មានជាមួយនឹងខ្សែដៃហោះទៅតាមគាត់ដូចគ្នានៅខាងក្រោមពេលនេះសៅឆិនធ្លាក់ចូលទៅក្នុងកោះនេះនៃពិភពអមតៈនៅខាងក្នុងពិតជាមានភាពស្រស់ស្អាតហើយក៏មានផ្កាឈូកមួយពេលនេះក៏ស្រាប់តែលិចរួចក៏ចេញឡើងនៅយូនីខនដទៃវិភាពមួយស្រែកមកវ៉ាហើយក៏ហោះចេញទៅសៅឆិនបន្ទាប់ពីភ្ញាក់មកវិញក៏បានរឹកខ្សែដៃព្រមទាំងឆ្ងល់ថាតើទីនេះគឺជាទីកន្លែងណាទៅព្យាយាមដើរទៅខាងមុខវេកជាមួយនឹងព្រៃមួយនៅខាងមុខគឺជាទស្សនភាពដ៏សែនស្រស់ស្អាតមើលទៅពិតជាស្រស់ស្អាតព្រមទាំងត្រជាក់ភ្នែកមែនស្របពេលនោះក៏ស្រាប់តែមានបិសាចមួយផុសឡើងសៅឆិនឆ្ងល់ថាតើនេះគឺជាបិសាចប្រភេទស្អីទៅភ្លាមវាក៏បានស្រែកមួយវ៉ាទៅកាន់សៅឆិនធ្វើឲ្យគាត់ត្រូវបានធ្លាក់ចុះទៅខាងក្រោមអញ្ចឹងពិតជាសំណាងមែនធ្លាក់ចុះទៅខាងក្រោមក៏បានឃើញជាមួយនឹងពងនាគគិតថាតើនេះគឺជាសុទ្ធរបស់នាគមែនទេជាលទ្ធផលសៅឆិនបើជិនកំពុងតែយកសុទ្ធនាគមួយធ្វើការដើរចេញទៅគិតថាសត្វនាគគឺជាសត្វនៅក្នុងរឿងព្រេងនិទានអញ្ចឹងពងរបស់វាក៏ប្រហែលជាមិនធម្មតាដែរធ្វើដំណើរទៅមុខបន្តទៀតបានឃើញស្បែករបស់ប៉នាងលីងគិតថាតើនាងពិតជាបានឆ្លងមកទីនេះដែរមែនទេហើយក៏ធ្វើដំណើរទៅមុខបន្តទៀតនៅខាងលើជាងបានឃើញមនុស្សពីរនាក់ពួកគេ